កប្បកិរិយាលំបាកច្រើនតែកើតចេញពីឫសគល់ផ្លូវចិត្តមួយក្នុងចំណោមឫសគល់ផ្លូវចិត្ត3 1. របួសផ្លូវចិត្តដែលមិនទាន់ជាសះស្បើយមនុស្សជាច្រើនមានការឈឺចាប់ពីកុមារភាពទំនាក់ទំនងអតីតកាលឬការបរាជ័យដែលមិនបានត្រូវបានព្យាបាលការឈឺចាប់នេះក្លាយជាគ្រឿងសឹកធ្វើឲ្យពួកគេការពារខ្លួនឆាប់ខឹងឬងាយនឹងប្រែប្រួលអារម្មណ៍អាកប្បកិរិយាអាក្រក់របស់ពួកគេគឺជាយន្តការរស់រានមានជីវិតមនុស្សមិនធ្វើសកម្មភាពដោយសារតែពួកគេអាក្រក់នោះទេពួកគេធ្វើសកម្មភាពដោយសារតែពួកគេឈឺចាប់ 2. ភាពមិនសម្រួលនិងការគោរពខ្លួនឯងទាបមនុស្សដែលមិនមានសុវត្ថិភាពច្រើនតែផ្ដាល់សំណរហួសហេតុដោយការគ្រប់គ្រងឆ្មើងឆ្មៃឬរីកគន់ខ្លាំងពេកពួកគេមើលឃើញពិភពលោកជាការគំរាមកំហែងហើយព្យាយាមគ្របដណ្ដប់លើការសន្ទនាមើលស្រាលភាពជោគជ័យរបស់អ្នកដទៃឬបន្តាបមនុស្សឲ្យមានអារម្មណ៍ល្អអំពីខ្លួនឯង 3. ភាពមិនប្រក្រតីនៃបុគ្គលិកលក្ខណៈឬចរិតពលមនុស្សមួយចំនួនអាចមានទំនោរស្រឡាញ់ខ្លួនឯងឬសូម្បីតែជំងឺបុគ្គលិកលក្ខណៈដែលមិនទាន់ត្រូវបានគេធ្វើរោគវិនិច្ឆ័យដូចជាជំងឺបុគ្គលិកលក្ខណៈព្រំដែន BPD ឬជំងឺបុគ្គលិកលក្ខណៈស្រឡាញ់ខ្លួនឯង NPD ពួកគេច្រើនតែខ្វះការយល់ចិត្តតស៊ូជាមួយទំនាក់ទំនងដែលមានសុខភាពល្អនិងចាត់ទុកអ្នកដទៃជាឧបករណ៍សម្រាប់ការគ្រប់គ្រងអារម្មណ៍របស់ពួកគេនេះមិនមែនជាលេសសម្រាប់អាកប្បកិរិយារបស់ពួកគេទេប៉ុន្តែជួយញាក់ឲ្យឈប់ធ្វើសកម្មភាពរបស់ពួកគេដោយផ្ទាល់កត្តាជំរុញអារម្មណ៍ហេតុអ្វីបានជាយើងមានប្រតិកម្មខ្លាំងម្ល៉េះតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនសម្រួលជាងអ្នកដទៃនោះដោយសារតែមនុស្សពិបាកបង្កឲ្យមានអ្វីមួយដែលមិនទាន់ដោះស្រាយក្នុងអ្នកប្រហែលជាវាជាការភ័យខ្លាចថាมันល្អគ្រប់គ្រាន់តម្រូវការសម្រាប់ការផ្ទៀងផ្ទាត់បំណងប្រាថ្នាយ៉ាងជ្រាលជ្រៅដើម្បីឲ្យគេចូលចិត្តរបួសកុមារភាពនៃការបោះបង់ចោលឬការរិះគន់នៅពេលដែលមនុស្សពិបាកឆ្លងកាត់ផ្លូវរបស់អ្នកពួកគេទាញខ្សែស្រឡាយអារម្មណ៍ទាំងនេះដោយមិនដឹងខ្លួនហើយដោយគ្មានការយល់ដឹងអំពីអារម្មណ៍ពេលខ្លះយើងមានប្រតិកម្មដោយកំហឹងការការពារខ្លួនឬកំហុសប៉ុន្តែនេះជាការពិតមនុស្សពិបាកមិនបង្កើតអារម្មណ៍របស់អ្នកទេពួកគេបង្ហាញអារម្មណ៍ទាំងនោះពួកគេលាតត្រដាងកន្លែងដែលអ្នកត្រូវការព្យាបាលនោះហើយជាមូលហេតុដែលផ្នែកមួយនៃការដោះស្រាយជាមួយពួកគេគឺនិយាយអំពីការធ្វើការងារខាងក្នុងវដ្តនៃជម្លោះចូលយើងបំបែកអន្តរាកម្មធម្មតាជាមួយមនុស្សពិបាកកត្តាបង្កពួកគេនិយាយឬធ្វើអ្វីមួយដែលរំខានឬធ្វើឲ្យឈឺចាប់ប្រតិកម្មអ្នកខឹងថប់បារម្ភឬការពារខ្លួនការកើនឡើងអ្នកឆ្លោះប្រកែកគ្នាឬបេទទ្វារលបែងស្ដីបន្ទោសមនុស្សម្នាក់បន្ទោសគ្នាទៅវិញទៅមកផលវិបាកផ្លូវចិត្តអ្នកត្រូវបានទុកចោលឲ្យអស់កម្លាំងពួកគេមានអារម្មណ៍ថាត្រឹមត្រូវហើយផ្នែកអាក្រក់បំផុតរឿងនេះកើតឡើងម្ដងហើយម្ដងទៀតលុះត្រាតែយើងបំបែកវដ្តនេះមនុស្សពិបាកអាចរស់នៅក្នុងចិត្តរបស់យើងវិធីដើម្បីបំបែកវាកុំប្រតិកម្មឆ្លើយតបហើយដើម្បីឆ្លើយតបអ្នកត្រូវតែយល់អំពីល្បែងចម្រេដែលពួកគេកំពុងលេងនិងបដិសេធមិនឲ្យចូលរួមអន្តរត្រីកោណរឿងចិត្តវិទ្យាសាស្ត្រ Steven Kapman បានណែនាំគំនិតមួយហៅថាត្រីកោណរឿងដែលអន្តរាកម្មទល់នីមួយដើរតាមរយៈតួនាទី3ជនរងគ្រោះហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំអ្នកជួយសង្គ្រោះសូមឲ្យខ្ញុំជួសជុលរឿងនេះសម្រាប់អ្នកបៀតបៀននេះជាកំហុសរបស់អ្នកមនុស្សពិបាកចិត្តច្រើនតែទាញអ្នកដទៃចូលទៅក្នុងត្រីកោណនេះដែលបដូររវាងជនរងគ្រោះនិងអ្នកបៀតបៀនខណៈពេលដែលធ្វើឲ្យអ្នកក្លាយជាអ្នកជួយសង្គ្រោះឬសត្រូវឧទាហរណ៍មិត្តរួមការងាររបស់អ្នកត្អូញត្អែរឥតឈប់ឈរអំពីបន្ទុកការងាររបស់ពួកគេអ្នកព្យាយាមជួយប៉ុន្តែនៅពេលដែលមានរឿងខុសឆ្គងពួកគេស្ដីបន្ទោសអ្នកជាប់នៅក្នុងត្រីកោណផ្លូវចេញកុំដើរតួនាទីធ្វើជាអ្នកសង្កេតមិនមែនជាអ្នកធ្វើសកម្មភាពនោះទេអំណាចនៃការផ្ដាច់ខ្លួនចេញពីអារម្មណ៍ជំនាញដ៏អស្ចារ្យបំផុតមួយក្នុងជីវិតគឺការផ្ដាច់ខ្លួនចេញពីអារម្មណ៍មិនត្រូវច្រឡំជាមួយភាពត្រជាក់នោះទេវាមានន័យថាមិនប្រតិកម្មអារម្មណ៍ចំពោះការញុះញង់មិនធ្វើឲ្យអាកប្បកិរិយាអាក្រក់របស់នរណាម្នាក់ផ្ទាល់ខ្លួនមិនស្វែងរកការទទួលស្គាល់ពីមនុស្សពល
អ្នកមិនចាំបាច់ចូលរួមការឆ្លុះប្រកែកគ្នាទាំងអស់ដែលអ្នកត្រីបានអញ្ជើញនោះទេនេះមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ខ្លួនចិនអ្នកឈប់ផ្ដល់ឲ្យពួកគេនៅការគ្រប់គ្រងលើសន្តិភាពរបស់អ្នកគិតអំពីអាកប្បកិរិយារបស់ពួកគេដូចជាព្យុះអ្នកអាចសើមចោកឬជ្រកកោនក្រោមការយល់ដឹងសំណួរដើម្បីផ្លាស់ប្ដូរទស្សនៈរបស់អ្នកដើម្បីយល់និងដកហូតអាវុធពីមនុស្សពិបាកសូមសួរខ្លួនឯងនៅសំណួរដ៏មានឥទ្ធិពលទាំងនេះតើមនុស្សនេះអាចខ្លាចអ្វីការបដិសេធការបាត់បង់ការគ្រប់គ្រងតើផ្នែកណារបស់ខ្ញុំដែលកំពុងត្រូវបានជំរុញតើខ្ញុំរំពឹងថាពួកគេនឹងក្លាយជានរណាម្នាក់ដែលពួកគេមិនមែនជាមែនទេតើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនមានប្រតិកម្មតើខ្ញុំដែលមានមូលដ្ឋានអារម្មណ៍បំផុតនឹងដោះស្រាយរឿងនេះដោយរបៀបណាសំណួរទាំងនេះមិនត្រឹមតែនាំមកនូវភាពច្បាស់លាស់ប៉ុណ្ណោះទេថែមទាំងបង្កើតភាពធន់ទៀតផងឧទាហរណ៍ជីវិតពិតឪពុកម្ដាយដែលរិះគន់ហួសហេតុពេកឧបមាថាឪពុកម្ដាយរបស់អ្នករិះគន់អ្នកជានិច្ចមិនថាអ្នកធ្វើអ្វីក៏ដោយអ្នកមានអារម្មណ៍ឈឺចាប់មានអារម្មណ៍មិនសមរម្យនិងការពារខ្លួនឥឡូវនេះជំនួសឲ្យប្រតិកម្មអ្នកផ្អាកអ្នកដឹងថាពួកគេធន់ឡើងនៅក្នុងបរិយាកាសមួយដែលសេចក្តីស្រឡាញ់ត្រូវបានបង្ហាញតាមរយៈការរំពឹងទុកខ្ពស់ពួកគេមិនដឹងពីរបៀបបង្ហាញការយល់ព្រមទេការរិះគន់របស់ពួកគេគឺជាវិធីខុសឆ្គងរបស់ពួកគេក្នុងការជួយការផ្លាស់ប្ដូរនេះមិនលើកលែងទោសដល់អាកប្បកិរិយារបស់ពួកគេទេប៉ុន្តែវាជួយអ្នកឲ្យឈប់ស្វែងរកការយល់ព្រមពីពួកគេហើយចាប់ផ្ដើមកំណត់ព្រំដែនហើយនោះជារបៀបដែលអ្នកទទួលបានសន្តិភាពរបស់អ្នកពីប្រតិកម្មទៅជាការធ្វើជាម្ចាស់ការដោះស្រាយជាមួយមនុស្សពិបាកគឺមិនសូវជាអំពីការផ្លាស់ប្ដូរពួកគេទេគឺជាការធ្វើជាម្ចាស់លើខ្លួនឯងវានិយាយអំពីការរក្សាភាពស្ងប់ស្ងាត់ខណៈពេលដែលពួកគេខឹងរក្សាភាពរឹងមាំនៅពេលដែលពួកគេរៀបចំជ្រើសរើសភាពស្ងៀមស្ងាត់ជាងរឿងល្ខោនដើរចេញជំនួសឲ្យវាយបកវិញនោះមិនមែនជាភាពទន់ខ្សោយទេនោះជាអំណាចជំពូកទី1សេចក្តីសង្ខេបចូលយើងសង្ខេបចំណុចសំខាន់មនុស្សដែលពិបាកចិត្តច្រើនតែញ៉ាំរបួសមិនមានសុវត្ថិភាពឬមិនទាន់ពេញវ័យអចេះអារម្មណ៍អាកប្បកិរិយារបស់ពួកគេគឺតាក់ទងទៅនឹងពួកគេច្រើនជាងអ្នកកត្តាជំរុញអារម្មណ៍របស់អ្នកផ្ដល់អំណាចឲ្យពួកគេការដឹងស្វ័យរបស់អ្នកយកវាវិញកុំធ្លាក់ចូលទៅក្នុងត្រីកោណដ៏ស្មុគស្មាញនេះអនុវត្តការផ្ដាច់ខ្លួនចេញពីអារម្មណ៍ស្វែងរកការយល់ដឹងមិនមែនការគ្រប់គ្រងនោះទេឆ្លើយតបដោយភាពច្បាស់លាស់មិនមែនប្រតិកម្មទេអ្នកមិនអាចធ្វើឲ្យព្យុះស្ងប់បានទេដូច្នេះឈប់ព្យាយាមអ្វីដែលអ្នកអាចធ្វើបានគឺស្ងប់ចិត្តព្យុះនឹងកំឡុងផុតទៅនៅក្នុងចម្ពោះបន្ទាប់យើងនឹងស្វែងយល់ពីប្រភេទមនុស្សដែលពិបាកចិត្តនិងរបៀបកំណត់អត្តសញ្ញាណពួកគេយ៉ាងរហ័សមុនពេលពួកគេអូសអ្នកចូលទៅក្នុងភាពវឹកវរភ្លាវអារម្មណ៍ចូលយើងចាប់ផ្ដើមដំណើរឆ្ពោះទៅរកការគ្រប់គ្រងអារម្មណ៍ដោយការយល់ដឹងម្ដងមួយជំពូកទី2ប្រភេទមនុស្សពិបាកនិងរបៀបកំណត់អត្តសញ្ញាណពួកគេមិនមែនមនុស្សពិបាកទាំងអស់សុទ្ធតែដូចគ្នានោះទេអ្នកខ្លះមានសម្លេងខ្លាំងនិងឈ្លានពានអ្នកខ្លះទៀតស្ងប់ស្ងាត់និងចូលចិត្តរៀបចំផែនការអ្នកខ្លះគ្រប់ដណ្ដប់អ្នកដោយការលេងអំណាចអ្នកខ្លះទៀតធ្វើឲ្យអ្នកអស់កម្លាំងដោយភាពអវិជ្ជមានគ្មានទីបញ្ចប់ប៉ុន្តែរឿងមួយដែលពួកគេទាំងអស់គ្នាចែករំលែកគឺពួកគេរំខានដល់សន្តិភាពផ្លូវចិត្តរបស់អ្នកដើម្បីដោះស្រាយជាមួយនឹងពួកគេប្រកបដោយប្រសិទ្ធភាពអ្នកត្រូវតែរៀនសម្គាល់ពួកគេជាមុនសិននៅក្នុងចម្ពោះនេះយើងនឹងដើរឆ្លងកាត់ប្រភេទមនុស្សពិបាកទូទៅបំផុតនិងរបៀបសម្គាល់ពួកគេមុនពេលភាពវឹកវររបស់ពួកគេក្លាយជាបញ្ហារបស់អ្នកដោយសារតែការយល់ដឹងមិនមែនជាគ្រាន់តែជាអំណាចទេវាគឺជាការការពារអ្នកឈ្លានពានអ្នកត្រួតត្រាសម្លេងខ្លាំងទាំងនេះគឺជាមនុស្សដែលតែងតែចង់ឈ្នះពួកគេរំខាននិយាយបំផិតបំភ័យអ្នកបំផិតបំភ័យនិងគ្រប់គ្រងសូមគិតអំពីចៅវាយដែលស្រែកដើម្បីអះអាងអំណាចឬដៃគូដែលស្រែកក្រឹងអំឡុងពេលមានការមិនចុះសម្រុងគ្នាលក្ខណៈសម្លេងខ្លាំងងាយប្រឈមមុខត្រូវតែត្រឹមត្រូវបន្ទោសអ្នកដទៃជានិច្ចគំរាមកំហែងឬរៀបចំផែនការដោយការភ័យខ្លាចតើមានអ្វីកើតឡើងពិតប្រាកដជារឿយៗអ្នកឈ្លានពានបិទបាំងភាពមិនប្រាកដប្រជាយ៉ាងជ្រៅកំហឹងរបស់ពួកគេគឺជាខែលដែលលាក់បាំងការភ័យខ្លាចនៃភាពងាយរងគ្រោះឬការបាត់បង់ការគ្រប់គ្រងយុទ្ធសាស្ត្ររបស់អ្នករក្សាភាពស្ងប់ស្ងាត់និងស្ងប់ស្ងាត់កុំធ្វើត្រាប់តាមកម្រិតសម្លេងឬសម្លេងរបស់ពួកគេប្រើភាសាអភ័ក្រក្រឹតនិងមានមើងម៉ាត់ក
កំណត់ព្រំដែនច្បាស់លាស់ហើយដើរចេញប្រសិនបើចាំបាច់ពេលនរណាម្នាក់លើកសំឡេងរបស់ពួកគេសូមបន្ថយសំឡេងរបស់អ្នកនោះជាកម្លែងដែលអំណាចរបស់អ្នកអ្នកឈ្លានពានអកម្មអ្នករៀបចំដោយស្ងៀមស្ងាត់ពួកគេមិនដែលនិយាយអ្វីដែលខុសដោយផ្ទាល់ទេប៉ុន្តែអ្នកអាចមានអារម្មណ៍វាពួកគេបង្វិលភ្នែកភួរអត្ថាធិប្បាយបែបចំអោកឬភ្លេចធ្វើអ្វីៗដើម្បីបញ្ជាក់ចំណុចមួយលក្ខណៈការចំអោកការសរសើរដោយមិនខ្វល់ខ្វាយជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ប្រើកំហុសជាអាវុធធ្វើជាជនរងគ្រោះខណៈពេលដែលធ្វើឲ្យអ្នកដទៃឈឺចាប់ដោយប្រយោជន៍តើមានអ្វីកើតឡើងពិតប្រាកដអ្នកឈ្លានពានអកម្មខ្លាចចំនួនប៉ុន្តែពួកគេក៏ចង់បានការគ្រប់គ្រងដែរដូច្នេះជំនួសឲ្យនិយាយដោយត្រាំងពួកគេរៀបចំដោយស្ងៀមស្ងាត់យុទ្ធសាស្ត្ររបស់អ្នកให้អភិកិរិយាចេញដោយស្ងប់ស្ងាត់តើមានអ្វីដែលអ្នកចង់និយាយទេកំណត់ព្រំដែនយ៉ាងរឹងមាំកុំលែងលីបែងធ្វើឲ្យមានកំហុសឬលីបែងផ្លូវចិត្តរក្សាការតាក់ទងឲ្យច្បាស់លាស់និងត្រង់ឆ្លើយតបដោយភាពច្បាស់លាស់មិនមែនប្រតិកម្មទេអ្នកមិនអាចធ្វើឲ្យព្យុះស្ងប់បានទេដូច្នេះឈប់ព្យាយាមអ្វីដែលអ្នកអាចធ្វើបានគឺស្ងប់ចិត្តព្យុះនឹងកំឡងផុតទៅនៅក្នុងចម្ពោះបន្ទាប់យើងនឹងស្វែងយល់ពីប្រភេទមនុស្សដែលពិបាកចិត្តនិងរបៀបកំណត់អត្តសញ្ញាណពួកគេយ៉ាងរហ័សមុនពេលពួកគេអូសអ្នកចូលទៅក្នុងភាពវឹកវរភ្លាវអារម្មណ៍ចូលយើងចាប់ផ្ដើមដំណើរឆ្ពោះទៅរកការគ្រប់គ្រងអារម្មណ៍ដោយការយល់ដឹងម្ដងមួយជំពូកទី2ប្រភេទមនុស្សពិបាកនិងរបៀបកំណត់អត្តសញ្ញាណពួកគេមិនមែនមនុស្សពិបាកទាំងអស់សុទ្ធតែដូចគ្នានោះទេអ្នកខ្លះមានសម្លេងខ្លាំងនិងឈ្លានពានអ្នកខ្លះទៀតស្ងប់ស្ងាត់និងចូលចិត្តរៀបចំផែនការអ្នកខ្លះគ្រប់ដណ្ដប់អ្នកដោយការលែងអំណាចអ្នកខ្លះទៀតធ្វើឲ្យអ្នកអស់កម្លាំងដោយភាពអវិជ្ជមានគ្មានទីបញ្ចប់ប៉ុន្តែរឿងមួយដែលពួកគេទាំងអស់គ្នាចែករំលែកគឺពួកគេរំខានដល់សន្តិភាពផ្លូវចិត្តរបស់អ្នកដើម្បីដោះស្រាយជាមួយនឹងពួកគេប្រកបដោយប្រសិទ្ធភាពអ្នកត្រូវតែរៀនសម្គាល់ពួកគេជាមុនសិននៅក្នុងចម្ពោះនេះយើងនឹងដើរឆ្លងកាត់ប្រភេទមនុស្សពិបាកទូទៅបំផុតនិងរបៀបសម្គាល់ពួកគេមុនពេលភាពវឹកវររបស់ពួកគេក្លាយជាបញ្ហារបស់អ្នកដោយសារតែការយល់ដឹងមិនមែនជាគ្រាន់តែជាអំណាចទេវាគឺជាការការពារអ្នកឈ្លានពានអ្នកត្រួតត្រាសម្លេងខ្លាំងទាំងនេះគឺជាមនុស្សដែលតែងតែចង់ឈ្នះពួកគេរំខាននិយាយបំផិតបំភ័យអ្នកបំផិតបំភ័យនិងគ្រប់គ្រងសូមគិតអំពីចៃវាយដែលស្រែកដើម្បីអះអាងអំណាចឬដៃគូដែលស្រែកខាងអំឡុងពេលមានការមិនចុះសម្រុងគ្នាលក្ខណៈសម្លេងខ្លាំងងាយប្រឈមមុខត្រូវតែត្រឹមត្រូវបន្ទោសអ្នកដទៃជានិច្ចគំរាមកំហែងឬរៀបចំផែនការដោយការភ័យខ្លាចតើមានអ្វីកើតឡើងពិតប្រាកដជារឿយៗអ្នកឈ្លានពានបិទបាំងភាពមិនប្រាកដប្រជាយ៉ាងជ្រៅកំហឹងរបស់ពួកគេគឺជាខែលដែលលាក់បាំងការភ័យខ្លាចនៃភាពងាយរងគ្រោះឬការបាត់បង់ការគ្រប់គ្រងយុទ្ធសាស្ត្ររបស់អ្នករក្សាភាពស្ងប់ស្ងាត់និងស្ងប់ស្ងាត់កុំធ្វើត្រាប់តាមកម្រិតសម្លេងឬសម្លេងរបស់ពួកគេប្រើភាសាអភ័ក្រគ្រឿតនិងមានមឺងម៉ាត់កំណត់ព្រំដែនច្បាស់លាស់ហើយដើរចេញប្រសិនបើចាំបាច់ពេលនរណាម្នាក់លើកសម្លេងរបស់ពួកគេសូមបន្ថយសម្លេងរបស់អ្នកនោះជាកម្លែងដែលអំណាចរបស់អ្នកឈ្លានពានអកម្មអ្នករៀបចំដោយស្ងៀមស្ងាត់ពួកគេមិនដែលនិយាយអ្វីដែលខុសដោយផ្ទាល់ទេប៉ុន្តែអ្នកអាចមានអារម្មណ៍វាពួកគេបង្វិលភ្នែកភួរអត្ថាធិប្បាយបែបចំអោកឬភ្លេចធ្វើអ្វីៗដើម្បីបញ្ជាក់ចំណុចមួយលក្ខណៈការចំអោកការសរសើរដោយមិនខ្វល់ខ្វាយជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ប្រើកំហុសជាអាវុធធ្វើជាជនរងគ្រោះខណៈពេលដែលធ្វើឲ្យអ្នកដទៃឈឺចាប់ដោយប្រយោជន៍តើមានអ្វីកើតឡើងពិតប្រាកដអ្នកឈ្លានពានអកម្មខ្លាចចំនួនប៉ុន្តែពួកគេក៏ចង់បានការគ្រប់គ្រងដែរដូច្នេះជំនួសឲ្យនិយាយដោយត្រាំងពួកគេរៀបចំដោយស្ងៀមស្ងាត់យុទ្ធសាស្ត្ររបស់អ្នកให้អភិកិរិយាចេញដោយស្ងប់ស្ងាត់តើមានអ្វីដែលអ្នកចង់និយាយទេកំណត់ព្រំដែនយ៉ាងរឹងមាំកុំលែងលីបែងធ្វើឲ្យមានកំហុសឬលីបែងផ្លូវចិត្តរក្សាការតាក់ទងឲ្យច្បាស់លាស់និងត្រង់ភាពស្ងៀមស្ងាត់អាចមានជាតិពុលជាងការស្រែកនៅពេលដែលវាត្រូវបានប្រែជាអាវុធអ្នកស្រឡាញ់ខ្លួនឯងខ្លាំងជាបិសាចចិញ្ចក់ឈាមដែលផ្ដោតលើធម៌ពលខ្លួនឯងពួកគេតែងតែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អមិនថាស្ថានភាពបែបណាក៏ដោយពួកគេជាវីរបុរសឬជាជនរងគ្រោះពួកគេចង់បានការកោតសរសើរប៉ុន្តែមិនផ្ដោតការយល់ចិត្តទេវាតែងតែជាការសម្ដែងហើយអ្នកគ្រាន់តែជាផ្នែកមួយនៃទស្សនិកជនរបស់ពួកគេ
ចរិតលក្ខណៈចូលចិត្តគិតតែពីខ្លួនឯងស្វែងរកការចាប់អារម្មណ៍គ្មានការយល់ចិត្តចំពោះអ្នកដទៃភ្លឹង gas នៃការរៀបចំអារម្មណ៍ការប្រកួតប្រជែងក្នុងទំនាក់ទំនងតើមានអ្វីកើតឡើងពិតប្រាកដនៅក្រោមអត្តមាហួសហេតុរបស់ពួកគេមានភាពមិនប្រកបប្រជាយ៉ាងជ្រៅនិងអារម្មណ៍ផុយស្រួយនៃអត្តសញ្ញាណពួកគេត្រូវការការកោតសរសើរដើម្បីរស់រានមានជីវិតយុទ្ធសាស្ត្ររបស់អ្នកឈប់ចិញ្ចឹមអាត្មារបស់ពួកគេជាមួយនឹងការផ្ទៀងផ្ទាត់កុំឆ្លោះប្រកែកគ្នាពួកគេនឹងបង្ខូចពាក្យសម្ដីរបស់អ្នកកំណត់ការវិនិយោគអារម្មណ៍ការពារអារម្មណ៍នៃតម្លៃខ្លួនឯងរបស់អ្នកមិនជំពាក់អ្នកណាម្នាក់នៃការកោតសរសើរគ្មានទីបញ្ចប់ទេជាពិសេសប្រសិនបើពួកគេមិនដែលឃើញតម្លៃរបស់អ្នកជនរងគ្រោះជាម្ចាស់នៃទុក្ខវេទនាពួកគេតែងតែជាអ្នករងទុក្ខគ្មានអ្វីដែលជាកំហុសរបស់ពួកគេឡើយពិភពលោកមិនយុត្តិធម៌ទេហើយខណៈពេលដែលអ្នកប្រហែលជាមានអារម្មណ៍សោកស្ដាយចំពោះពួកគេនៅពេលដំបូងយូរទៅភាពអវិជ្ជមានឥតឈប់ឈររបស់ពួកគេអាចធ្វើឲ្យអ្នកអស់កម្លាំងចរិតលក្ខណៈស្ដីបន្ទោសអ្នកដទៃត្អូញត្អែឥតឈប់ឈរមិនដែលទទួលខុសត្រូវហត់នឿយខាងផ្លូវចិត្តក្នុងការនៅជុំវិញតើមានអ្វីកើតឡើងពិតប្រាកដជនរងគ្រោះខ្លាយជាអត្តសញ្ញាណវាផ្ដល់ឲ្យពួកគេនៅការយកចិត្តទុកដាក់លេះអាណិតអាសូរប៉ុន្តែវាក៏ធ្វើឲ្យពួកគេជាប់គាំងនៅក្នុងភាពអស់សង្ឃឹមផងដែរយុទ្ធសាស្ត្ររបស់អ្នកបង្ហាញការយល់ចិត្តប៉ុន្តែកុំអនុញ្ញាតឲ្យធ្វើបង្វែរការសន្ទនាទៅរកដំណោះស្រាយមិនមានបញ្ហាទេលើកទឹកចិត្តការទទួលខុសត្រូវដោយថ្នមៗកុំជាប់គាំងខាងអារម្មណ៍អ្នកអាចផ្ដល់ជូននរណាម្នាក់នៅចិនដើមមួយប៉ុន្តែពួកគេត្រូវតែឡើងវាដោយខ្លួនឯងអ្នកគ្រប់គ្រងជាម្ចាស់នៃការគ្រប់គ្រងខ្នាតតូចបុគ្គលទាំងនេះត្រូវការគ្រប់គ្រងអីគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នាមិនថាវានៅកន្លែងធ្វើការក្នុងគ្រួសារឬក្នុងទំនាក់ទំនងទេពួកគេគ្រប់គ្រងកែតម្រូវកំណត់និងត្រួតត្រាចរិតលក្ខណៈងាប់ងុលនឹងព័ត៌មានលម្អិតមិនទុកចិត្តអ្នកដទៃឲ្យធ្វើការសម្រេចចិត្តទេទាមទារឲ្យអ្វីៗត្រូវបានធ្វើតាមរបៀបរបស់ពួកគេខឹងនៅពេលដែលអ្វីៗមានអារម្មណ៍ថាមិនអាចទាយទុកជាមុនបានតែមានអ្វីកើតឡើងពិតប្រាកដអ្នកគ្រប់គ្រងច្រើនតែមានការថប់បារម្ភយ៉ាងខ្លាំងការគ្រប់គ្រងផ្ដល់ឲ្យពួកគេនូវអារម្មណ៍មិនពិតនៃសុវត្ថិភាពនិងស្ថិរភាពយុទ្ធសាស្ត្ររបស់អ្នកអះអាងឯករាជ្យភាពរបស់អ្នកដោយស្ងប់ស្ងាត់ផ្ដល់ការសហការមិនមែនការចោទចំទេកំណត់ដែនកំណត់លើអធិពលដែលពួកគេមានរក្សារៀនខ្លាំងរឹងក្នុងជំរឿផ្ទាល់ខ្លួនរបស់អ្នកមនុស្សដែលចូលចិត្តគ្រប់គ្រងខ្លាចភាពដែកវ័រប៉ុន្តែជីវិតរបស់អ្នកមិនមែនជាល្បែងបន្ទាស់មួយនៃពួកគេដើម្បីដោះស្រាយទេអ្នករិះគន់អ្នករកកំហុសមិនថាអ្នកធ្វើអ្វីក៏ដោយវាមិនដែលគ្រប់គ្រាន់ទេពួកគេរើសអើងវិចារនិងស្វែងរកចំណុចខ្វែងខាតពាក្យសម្ដីរបស់ពួកគេធ្វើឲ្យឈឺចាប់ទោះបីជាបានខ្លាញ់ហ្វ្លាវជាដំបូលឈូសក៏ដោយចរិតលក្ខណៈរិះគន់ហួសហេតុនិងវិនិច្ឆ័យអ្នកដទៃប្រើពាក្យសម្ដីដើម្បីមើលងាយឬបំផ្លាញអ្នកដទៃកម្រផ្ដល់ការសរសើរឬភាពវិជ្ជមានណាស់ជារឿយៗខ្លែងបន្លំការរំលោភបំពានថាជាភាពស្មោះត្រង់តើមានអ្វីកើតឡើងពិតប្រាកដអ្នករិះគន់ច្រើនតែមានអារម្មណ៍ថាគ្មានអំណាចនៅក្នុងជីវិតរបស់ពួកគេដោយការស្វែងរកចំណុចខ្វះខាតនៅក្នុងអ្នកដទៃពួកគេទទួលបានអារម្មណ៍ឧត្តមភាពឡើងវិញយុទ្ធសាស្ត្ររបស់អ្នកកុំយកវាជារឿងផ្ទាល់ខ្លួនសួររកព័ត៌មានលម្អិតប្រសិនបើការរិះគន់មិនច្បាស់លាស់កំណត់ការសន្ទនាអារម្មណ៍ជាមួយពួកគេការពារការគោរពខ្លួនឯងរបស់អ្នកផ្ទៀងផ្ទាត់ខ្លួនឯងមតិកែលម្អជួយអ្នកឲ្យរីកចម្រើនការរិះគន់ដោយគ្មានសេចក្តីស្រឡាញ់គ្រាន់តែធ្វើឲ្យវិញ្ញាណរបស់អ្នករងរបួសមេដែករឿងព្យុះអារម្មណ៍តែងតែមានវិបត្តិតែងតែមានរឿងរ៉ាវតែងតែមានអ្វីមួយខុសប្រក្រតីហើយទាយមើលថាអ្នកណាត្រូវបានទាញចូលដើម្បីជួសជុលវាអ្នកចរិតលក្ខណៈភាពវឹកវរនិងបញ្ហាឥតឈប់ឈរផ្ទុះអារម្មណ៍ពឹងផ្អែកលើអ្នកដទៃដើម្បីសម្អាតភាពរញ៉េរញ៉ៃរបស់ពួកគេមិនអាចដោះស្រាយសន្តិភាពឬភាពស្ងប់ស្ងាត់បានទេពួកគេត្រូវការរឿងតើមានអ្វីកើតឡើងពិតប្រាកដរឿងផ្ដល់ឲ្យពួកគេនូវការយកចិត្តទុកដាក់ការរំខាននិងអត្តសញ្ញាណពួកគេមានអារម្មណ៍ថានៅរវើករវើយក្នុងភាពវឹកវរទោះបីជាវាធ្វើឲ្យពួកគេនិងអ្នកដទៃឈឺចាប់ក៏ដោយយុទ្ធសាស្ត្ររបស់អ្នកកុំឲ្យគេទាញចូលទៅក្នុងព្យុះអារម្មណ៍របស់គេកំណត់ព្រំដែនអារម្មណ៍រក្សាភាពស្ងប់ស្ងាត់កុំផ្គូផ្គងនឹងអញតង់ស៊ីតេរបស់គេដឹងថាពេលណាត្រូវដើរចេញអ្នកមិនមានកាតព្វកិច្ចនៅក្នុងការជួសជុលព្យុះដែលអ្នកមិនបានបង្កើតនោះទេមនុស្សលាយឡំអ្នកផ្លាស់ប្ដូររូបរាងយ៉ាងស្រទន់
នេះជាប្រភេទដ៏លំបាកបំផុតពួកគេមិនសមនឹងប្រភេទតែមួយទេពេលខ្លះពួកគេមានចិត្តល្អពេលខ្លះត្រជាក់ពួកគេផ្លាស់ប្ដូរអាស្រ័យលើអ្វីដែលពួកគេចង់បានថ្ងៃមួយពួកគេលើកដំកើងអ្នកថ្ងៃបន្ទាប់ពួកគេលាក់អ្នកលក្ខណៈអាកប្បកិរិយាមិនស៊ីសង្វាក់គ្នាអារម្មណ៍មិនអាចទាយទុកជាមុនបានការទំនាក់ទំនងដៃច្របល់ធ្វើឲ្យអ្នកមិនមានតុល្យភាពផ្លូវចិត្តមានអ្វីកំពុងកើតឡើងពិតប្រាកដពួកគេរៀបចំតាមរយៈការភ័ន្តច្រឡំពួកគេមិនចង់បានទំនាក់ទំនងទេពួកគេចង់បានការគ្រប់គ្រងយុទ្ធសាស្ត្ររបស់អ្នកសង្កេតមើលគំរូមិនមែនការសន្យាទេកំណត់ស្តង់ដារអារម្មណ៍ច្បាស់លាស់កុំពឹងផ្អែកលើពួកគេសម្រាប់ស្ថិរភាពជឿជាក់លើរបៀបដែលពួកគេធ្វើឲ្យអ្នកមានអារម្មណ៍លើអ្វីដែលពួកគេនិយាយការភ័ន្តច្រឡំច្រើនតែជាទង់ក្រហមដែលស្លៀកពាក់ដោយភាពទាក់ទាញការសម្គាល់ពួកគេទង់ក្រហមដំបូងដែលត្រូវមើលនេះជាទង់ក្រហមរហ័សមួយចំនួនដែលជួយអ្នកសម្គាល់មនុស្សពិបាកបានឆាប់អ្នកមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីនិយាយជាមួយពួកគេអ្នកមានអារម្មណ៍ថាត្រូវការពន្យល់ខ្លួនឯងជានិច្ចអ្នកដែលលើសម្បកពងមាន់ជុំវិញពួកគេអ្នកមានអារម្មណ៍ថាមានកំណោះឬតូបអារម្មណ៍បន្ទាប់ពីប្រស្រ័យតាក់ទងគ្នាអ្នកខ្លាចក្នុងការនិយាយថាទេចំពោះពួកគេនៅពេលអ្នកសង្កេតឃើញសញ្ញាទាំងអស់នេះកុំប្រងាយកន្ត្រៃនឹងពួកគេវាមិនមែនជាការប្រតិកម្មហួសហេតុពេកទេវាគឺជាវិញ្ញាណរបស់អ្នកដែលនិយាយសេចក្តីសង្ខេបចំពោះទី2ចូលញើសង្ខេបចំណុចសំខាន់មនុស្សពិបាកមានទម្រង់ច្រើនរៀងអ្នកឆ្លៀនពែងអ្នករៀបចំជនរងគ្រោះអ្នកស្រឡាញ់ខ្លួនឯងនិងច្រើនទៀតប្រភេទនីមួយៗត្រូវបានជំរុញដោយការភ័យខ្លាចភាពមិនស្រួលឬតម្រូវការអារម្មណ៍ដែលមិនត្រូវបានបំពេញអ្នកទទួលបានអំណាចដោយការសម្គាល់អាកប្បកិរិយាតាំងពីដំបូងមិនមែនជាប់គាំងខាងអារម្មណ៍នោះទេប្រភេទនីមួយៗតម្រូវឲ្យមានវិធីសាស្ត្រតែមួយគត់ប៉ុន្តែទាំងអស់តម្រូវឲ្យមានការយល់ដឹងអំពីខ្លួនឯងព្រំដែននិងភាពច្បាស់លាស់ខាងអារម្មណ៍សន្តិភាពរបស់អ្នកចាប់ផ្ដើមនៅពេលដែលអ្នកទទួលស្គាល់អ្វីដែលធ្វើឲ្យវាអស់កម្លាំងអ្នកមិនចាំបាច់យល់ពីមនុស្សគ្រប់គ្នាទេប៉ុន្តែអ្នកត្រូវស្គាល់ថាអ្នកណាធ្វើឲ្យអ្នកអស់កម្លាំងហើយជ្រើសរើសសន្តិភាពជាជាងគំរូក្នុងនោះជំពូកបន្ទាប់យើងនឹងស្វែងយល់អំពីយន្តការអារម្មណ៍ដែលលាក់កំបាំងដែលផ្ដល់អំណាចដល់មនុស្សពិបាកចិត្តលើយើងនិងរបៀបទាមទារអំណាចអារម្មណ៍របស់អ្នកមកវិញម្ដងនិងសម្រាប់ទាំងអស់គ្នាការយល់ដឹងអំពីរឿងនេះមិនមែនគ្រាន់តែជាការជួយខ្លួនឯងនោះទេវាគឺជាការរំដោះខ្លួនឯងមនុស្សត្រូវបានភ្ជាប់យ៉ាងរឹងមាំសម្រាប់ការភ្ជាប់ចំណងចាប់តាំងពីថ្ងៃដំបូងនៃការវិវត្តរបស់យើងការរស់រានមានជីវិតរបស់យើងអាស្រ័យលើចំណងសង្គមការត្រូវបានទទួលដោយគុលសម្ព័ន្ធមានន័យថាការការពារការបដិសេធមានន័យថាគ្រោះថ្នាក់ការភ័យខ្លាចបុរាណនោះនៅតែរស់នៅក្នុងយើងដូច្នេះនៅពេលដែលនរណាម្នាក់មិនគោរពយើងរៀបចំយើងឬបិទយើងប្រព័ន្ធសរសៃប្រសាទរបស់យើងមានប្រតិកម្មដូចជាយើងកំពុងស្ថិតនៅក្រោមការគំរាមអំហែងនោះហើយគឺជាមូលហេតុដែលបេះដូងរបស់អ្នកលោតញាប់បាតដៃរបស់អ្នកបែកញើសឬចិត្តរបស់អ្នកលេងឡើងវិញនៅចំនួននៅលើរង្វិលជុំរាងកាយរបស់អ្នកមិនដឹងពីភាពខុសគ្នារវាងការគំរាមកំហែងផ្នែកអារម្មណ៍និងការគំរាមកំហែងផ្នែករាងកាយនោះទេវាគ្រាន់តែដឹងថាអ្វីមួយមានអារម្មណ៍ថាមិនមានសុវត្ថិភាពហើយមនុស្សពិបាកនឹងបង្កឲ្យមានប្រតិកម្មនោះស្ទើរតែភ្លាមខួរក្បាលរបស់យើងគឺអាមីកដាឡាមានប្រតិកម្មលឿនជាងខួរក្បាលឡូជីករបស់យើងនៅពេលដែលនរណាម្នាក់ប្រមាថយើងមិនអើពើនឹងយើងឬធ្វើឲ្យយើងដន់ខ្សោយអាមីកដាឡានឹងចូលមកគ្រប់គ្រងវាធ្វើឲ្យរាងកាយរបស់យើងពោរពេញដោយអរម៉ូន stress ដូចជាកូទីសូលនិងអាដ្រេណាលីនយើងចូលទៅក្នុងការប្រយុទ្ធហោះហើរកកឬចុះចាញ់អ្នកឈ្លានពានធ្វើឲ្យយើងចង់ប្រយុទ្ធតបវិញអ្នកស្រឡាញ់ខ្លួនឯងធ្វើឲ្យយើងរត់គេចខ្លួនអ្នកឈ្លានពានអាកម្មធ្វើឲ្យយើងច្រឡំឲ្យកកស្ទើរអ្នករៀបចំអាចបង្កឲ្យមានប្រតិកម្មចុះចាញ់របស់យើងដែលយើងព្យាយាមផ្កប់ចិត្តពួកគេដើម្បីជៀសវាងភាពមិនស្រួលនោះហើយគឺជាមូលហេតុដែលអ្នកអាចឃើញថាខ្លួនឯងយល់ព្រមនៅពេលដែលអ្នកមិនចង់ទេឬសុំទោសនៅពេលដែលអ្នកមិនបានធ្វើអ្វីខុសទេអ្នកមិនទន់ខ្សោយទេអ្នកកំពុងមានប្រតិកម្មជីវសាស្ត្រចំពោះការគំរាមកំហែងផ្នែកអារម្មណ៍មនុស្សពិបាកច្រើនតែធ្វើឲ្យរបួសដែលមិនទាន់ជាសះស្បើយពីអតីតកាលរបស់យើងសកម្ម
ប្រសិនបើអ្នកធំឡើងនៅជុំវិញការរីគុណការធ្វេសប្រហែឬភាពមិនស៊ីសង្វាក់ជាមួយផ្នែកអារម្មណ៍ប្រព័ន្ធសរសៃប្រសាទរបស់អ្នកត្រូវបានធ្វើឲ្យមានភាពវឹកវរនៅពេលដែលនរណាម្នាក់នៅថ្ងៃនេះឆ្លុះបញ្ចាំងពីអាកប្បកិរិយានោះសូម្បីតែដោយប្រយាយក៏ដោយវាជំរុញអ្វីមួយឲ្យកាន់តែស៊ីជម្រៅនោះហើយជាមូលហេតុដែលមនុស្សមួយចំនួនប៉ះពាល់ដល់អ្នកច្រើនជាងអ្នកដទៃវាមិនមែនគ្រាន់តែជាអ្វីដែលពួកគេធ្វើនោះទេវាជាអ្វីដែលពួកគេតំណាងចាវាយដែលរីគុណអាចរំលឹកអ្នកអំពីឪពុកម្ដាយដែលមិនស្រឡាញ់មិត្តភ័ក្តិដែលប្រៅល្បិចកលអាចបន្លឺសម្លេងអ្នកថែទាំដែលមិនមានអារម្មណ៍ការឈឺចាប់ដែលអ្នកមានអារម្មណ៍មិនមែនគ្រាន់តែអំពីពេលនេះទេវាគឺអំពីពេលនោះហើយរហូតដល់អ្នកស្គាល់ដំណើរពំនាក់នោះមនុស្សពិបាកនឹងបន្តទាញអ្នកចូលទៅក្នុងរង្វង់អារម្មណ៍ដែលអ្នកមិនយល់ហេតុផលមួយទៀតដែលមនុស្សពិបាកប៉ះពាល់ដល់យើងគឺដោយសារតែរឿងរ៉ាវផ្ទៃក្នុងរបស់យើងជាច្រើនមានជំនឿស្ងាត់ដូចជាខ្ញុំត្រូវតែត្រូវបានគេចូលចិត្តដើម្បីឲ្យមានភាពស័ក្តិសមឬខ្ញុំមិនគួរធ្វើឲ្យមនុស្សខកចិត្តឬខ្ញុំត្រូវជួសជុលអ្នកដទៃឲ្យមានអារម្មណ៍ល្អគ្រប់គ្រាន់មនុស្សពិបាកមានអារម្មណ៍ពីជំនឿទាំងនេះហើយមិនថាពួកគេដឹងឬអត់ទេពួកគេកេងប្រវ័ញ្ចពួកគេប្រសិនបើអ្នកជឿថាតម្លៃរបស់អ្នកបានមកពីការជួយអ្នកដទៃប្រភេទជនរងគ្រោះនឹងធ្វើឲ្យអ្នកអស់កម្លាំងប្រសិនបើអ្នកគិតថាការប្រជុំមុខដាក់គ្នាមានគ្រោះថ្នាក់អ្នកឈ្លានពាននឹងយកឈ្នះអ្នកប្រសិនបើអ្នកចង់បានការយល់ព្រមមនុស្ស narcissistic នឹងធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងការពឹងផ្អែកប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដមិនមែនជាពួកគេទេវាគឺជាការកុហកនៅក្នុងខ្លួនអ្នកដែលនិយាយថាអ្នកត្រូវតែរកតម្លៃរបស់អ្នកដោយការស៊ូទ្រាំនឹងអាកប្បកិរិយារបស់ពួកគេវាក៏មានគោលការណ៍ផ្លូវចិត្តនៃភាពមិនស៊ីសង្វាក់គ្នានៃការយល់ដឹងផងដែររឿងនេះកើតឡើងនៅពេលដែលការពិតពីរដែលផ្ទុយគ្នាប្រយុទ្ធគ្នានៅក្នុងចិត្តរបស់អ្នកឧទាហរណ៍អ្នកជឿថាមិត្តរបស់អ្នកយកចិត្តទុកដាក់ចំពោះអ្នកប៉ុន្តែពួកគេតែងតែបន្ថែបអ្នកចុះអ្នកគិតថាដៃគូរបស់អ្នកស្រឡាញ់អ្នកប៉ុន្តែពួកគេរៀបចំអារម្មណ៍របស់អ្នកជឿថាចៅហ្វាយរបស់អ្នកមានភាពយុត្តិធម៌ប៉ុន្តែពួកគេមិនដែលផ្ដល់កិត្តិយសដល់អ្នកឡើយគម្លាតរវាងអ្នកណាដែលគួរជានិងរបៀបដែលពួកគេពិតជាធ្វើសកម្មភាពបង្កើតភាពវឹកវរខាងក្នុងហើយជំនួសឲ្យការប្រជុំមុខនឹងការពិតមនុស្សជាច្រើនវែកញែកយាពួកគេនិយាយថាប្រហែលជាខ្ញុំមានប្រតិកម្មហួសហេតុពេកឬពួកគេមិនមានន័យដូច្នោះទេឬវាគ្រាន់តែជារបៀបដែលពួកគេមានប៉ុន្តែរាល់ពេលដែលអ្នកបដិសេធអារម្មណ៍ដើម្បីរក្សាសន្តិភាពអ្នកបាត់បង់ផ្នែកតូចមួយនៃខ្លួនឯងថាមពលគឺជាកត្តាសំខាន់មួយទៀតអារម្មណ៍គឺឆ្លងវិទ្យាសាស្ត្រសរសៃប្រសាទបង្ហាញថាយើងមាននឺរ៉ូនកញ្ចក់នៅក្នុងខួរក្បាលរបស់យើងកោសិកាដែលចាប់យកអារម្មណ៍របស់អ្នកដទៃដូច្នេះនៅពេលដែលអ្នកនៅជុំវិញនរណាម្នាក់ខឹងរាងកាយរបស់អ្នកតានតឹងដល់មិនដឹងខ្លួននៅពេលដែលអ្នកនៅជុំវិញនរណាម្នាក់អវិជ្ជមានអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអស់កម្លាំងនៅពេលដែលអ្នកនៅជុំវិញនរណាម្នាក់ខ្លែងខ្លាយសភាវគតិរបស់អ្នកនឹងមានអារម្មណ៍មិនស្រួលនោះហើយជាមូលហេតុដែលបន្ទាប់ពីនិយាយជាមួយមនុស្សមួយចំនួនអ្នកមានអារម្មណ៍ធ្ងន់ទោះបីជាពួកគេមិនបាននិយាយអ្វីអាក្រក់ក៏ដោយអ្នកមិនបានស្រមៃវាទេអ្នកកំពុងស្រូបយកស្ថានភាពអារម្មណ៍របស់ពួកគេហើយប្រសិនបើអ្នកមានការយល់ចិត្តខ្ពស់ឬងាយប្រតិកម្មឥទ្ធិពលនេះនឹងកើនឡើងទ្វេដប់មនុស្សពិបាកច្រើនតែបង្កើតរង្វិលជុំនៃការពឹងផ្អែកអារម្មណ៍ពួកគេធ្វើឲ្យអ្នកឈឺចាប់បន្ទាប់មកលួងលោមអ្នកពួកគេបដិសេធអ្នកបន្ទាប់មកទាញអ្នកមកវិញពួកគេដកខ្លួនចេញបន្ទាប់មកផ្ដល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ដើម្បីឲ្យអ្នកញៀនថាមវិតនៃការរុញច្រាននេះធ្វើឲ្យសកម្មនៃភ្លើងសរសៃប្រសាទដូចគ្នានឹងការញៀនខួរក្បាលរបស់អ្នកចាប់ផ្ដើមដេញតាមការយល់ព្រមរបស់ពួកគេដូចជារង្វាន់នេះជាការពិតជាពិសេសចំពោះអ្នកដែលមានចរិតលក្ខណៈស្រឡាញ់ខ្លួនឯងខ្លាំងពេកនិងអ្នកដែលមានល្បិចកលពួកគេវឹកហាត់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកឲ្យស្វែងយកការទទួលស្គាល់ពីពួកគេយូរទៅការធ្វើបែបនេះនឹងធ្វើឲ្យខ្លួនឯងច្រេះអ្នកចាប់ផ្ដើមសួរសំណួរអំពីសភាវគតិរបស់អ្នកអត់ធ្មត់នឹងអាកប្បកិរិយារបស់ពួកគេនិងភ្លេចតម្រូវការផ្ទាល់ខ្លួនរបស់អ្នកនោះហើយជាមូលហេតុដែលការចេញពីឌីណាមិកពុលអាចមានអារម្មណ៍ដូចជាការដកខ្លួនចេញអ្នកមិនគ្រាន់តែដើរចេញពីមនុស្សម្នាក់នោះទេអ្នកកំពុងបន្សាបជាតិពុលពីគំរូអារម្មណ៍វាក៏មានផ្នែកវប្បធម៌មួយថងដែរសង្គមជារឿយៗលើកតម្កើងការអត់ឱននិងធ្វើឲ្យខូចព្រំដែនអ្នកត្រូវបានបង្រៀនថាការធ្វើជាមនុស្សល្អមានន័យថាការស៊ូទ្រាំនឹងភាពមិនស្រួលការប្រឈមមុខដាក់គ្នាគឺអាក្រក់ការដើរចេញធ្វើឲ្យអ្នកអាត្មានិយមដូច្នេះនៅពេលដែលអ្នកកំណត់ដែនកំណត់ជាមួយមនុស្សពិបាកកំហុសនឹងចូលមកអ្នកមានអារម្មណ៍មិនល្អចំពោះការការពារសន្តិភាពរបស់អ្នកប៉ុន្តែនេះជាការពិតសេចក្តីសប្បុរសសុទ្ធដែលគ្មានព្រំដែននាំឲ្យមានការអាក់អន់ចិត្តហើយការលះបង់ខ្លួនឯងមិនមែនជាភាពបរិសុទ្ធទេវាជាការបោះបង់ចោលខ្លួនឯង
ឥឡូវនេះយើងយល់ហើយថាហេតុអ្វីបានជាមនុស្សពិបាកប៉ះពាល់ដល់យើងយ៉ាងខ្លាំងយើងចាប់ផ្ដើមផ្លាស់ប្ដូរឌីណាមិកអំណាចការយល់ដឹងគឺជាជំហានដំបូងនៅពេលដែលអ្នកឃើញគំរូអ្នកអាចឈប់ប្រតិកម្មហើយចាប់ផ្ដើមឆ្លើយតបអ្នកអាចនិយាយបានថារឿងនេះមិនមែននិយាយអំពីខ្ញុំឬរឿងនេះរំលឹកខ្ញុំពីអតីតកាលរបស់ខ្ញុំឬខ្ញុំមិនចាំបាច់ចុះចូលរឿងនេះភាពស្ទាត់ជំនាញខាងអារម្មណ៍ចាប់ផ្ដើមដោយការសង្កេតមិនមែនប្រតិកម្មទេសន្តិភាពរបស់អ្នកត្រឡប់មកវិញនៅពេលដែលអ្នកឈប់ផ្ដល់ការអនុញ្ញាតឲ្យអ្នកដទៃរំខានវាសរុបមកវិញមនុស្សពិបាកប៉ះពាល់ដល់យើងពីព្រោះពួកគេបង្ការឲ្យមានជីវវិទ្យារបស់យើងដាករបួសចាស់របស់យើងប៉ះទង្គិចនឹងជំនឿរបស់យើងបំផ្លាញធម៌ពលរបស់យើងនិងលេងលើគំរូអារម្មណ៍របស់យើងប៉ុន្តែមិនមានអ្វីដែលអាចកំណត់អ្នកបានទេខួរក្បាលអារម្មណ៍ដូចគ្នាដែលមានប្រតិកម្មក៏អាចត្រូវបានបណ្ដុះបណ្ដាលឡើងវិញផងដែរអ្នកមិនមែនជាអ្នកតូចនៃអតីតកាលរបស់អ្នកគំរូរបស់អ្នកឬអកប្បកិរិយារបស់ពួកគេទេអ្នកអាចសរសេររឿងរ៉ាវរបស់អ្នកឡើងវិញអ្នកអាចទាមទារភាពស្ងប់ស្ងាត់របស់អ្នកមកវិញអ្នកអាចជ្រើសរើសថាអ្នកណាបានទទួលធម៌ពលរបស់អ្នកនិងអ្នកណាមិនទទួលបាននៅក្នុងចម្ពោះបន្ទាប់យើងនឹងចូលទៅក្នុងបច្ចេកទេសព្រំដែនដ៏មានឥទ្ធិពលយុទ្ធសាស្ត្រពិតប្រាកដដើម្បីការពារធម៌ពលរបស់អ្នកទំនាក់ទំនងដោយទំនុកចិត្តនិងដើរចេញដោយគ្មានកំហុសពីព្រោះសន្តិភាពមិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេវាជាជំនាញមួយជំពូកទី4បច្ចេកទេសព្រំដែនដ៏មានឥទ្ធិពលព្រំដែនមិនមែនជាជញ្ជាំងដើម្បីការពារមនុស្សចេញទេពួកវាគឺជាទ្វារដែលការពារអ្វីដែលពិសិដ្ឋនៅខាងក្នុងបើគ្មានព្រំដែនទេយើងស្រូបយកអ្វីៗគ្រប់យ៉ាងអារម្មណ៍បញ្ហាការរំពឹងទុកនិងភាពវឹកវររបស់អ្នកដទៃប៉ុន្តែបើជាមួយនឹងព្រំដែនដ៏រឹងមាំនិងមានសុខភាពល្អយើងបានទទួលការគ្រប់គ្រងលើជីវិតរបស់យើងឡើងវិញនៅក្នុងចម្ពោះនេះយើងនឹងស្វែងយល់ពីបច្ចេកទេសជាក់ស្ដែងនិងមានឥទ្ធិពលដើម្បីបង្កើតបង្ហាញនិងអនុវត្តព្រំដែនតាមរបៀបដែលបញ្ជាឲ្យគោរពនិងការពារសន្តិភាពរបស់អ្នកពីព្រោះប្រសិនបើអ្នកមិនកំណត់លក្ខខណ្ឌនៃលំហអារម្មណ៍របស់អ្នកទេអ្នកផ្សេងនឹងធ្វើគោលការណ៍ដំបូងគឺភាពច្បាស់លាស់អ្នកមិនអាចរំពឹងថាអ្នកដទៃគោរពព្រំដែនដែលអ្នកមិនទាន់បានកំណត់យ៉ាងច្បាស់លាស់នោះទេព្រំដែនត្រូវតែជាក់លាក់និងរឹងមាំមិនមានភាពមិនច្បាស់លាស់ឬអាចបត់បែនបានការនិយាយថាខ្ញុំត្រូវការកន្លែងទំនេរមិនមែនជារឿងខ្លាំងដោយការនិយាយថាខ្ញុំមិនអាចតាក់ទងតាមទូរស័ព្ទបានបន្ទាប់ពីម៉ោង 8 យប់នោះទេជំនួសឲ្យការនិយាយថាសូមធ្វើល្អចំពោះខ្ញុំប្រសិនបើអ្នកបន្តបង្កើនសំឡេងរបស់អ្នកខ្ញុំនឹងចាក់ចេញពីការសន្ទនាភាពច្បាស់លាស់បង្កើតការទទួលខុសត្រូវនៅពេលដែលអ្នកមានភាពមិនច្បាស់លាស់អ្នករៀបចំនឹងកេងប្រវត្តិតំបន់ពណ៌ប្រហាប់ប៉ុន្តែនៅពេលដែលអ្នកមានភាពជាក់លាក់អ្នកមិនទុកកន្លែងសម្រាប់ការចរចាបន្ទាប់មកគឺទំនុកចិត្តមនុស្សពិបាកគឺជាអ្នកជំនាញនៅក្នុងការមានអារម្មណ៍ស្ទាក់ស្ទើរប្រសិនបើអ្នកនិយាយថាប្រហែលជានៅពេលដែលអ្នកមានន័យថាទេពួកគេនឹងជំរុញប្រសិនបើអ្នកនិយាយថាឃីងគិតថាខ្នឹងអាចជួយបាននៅពេលដែលអ្នកមានអារម្មណ៍ថាមានសម្ពាធពួកគេនឹងទទួលយកអ្នកបង្រៀនមនុស្សពីរបៀបប្រព្រឹត្តចំពោះអ្នកដោយរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯងដូច្នេះនៅពេលកំណត់ព្រំដែនចូលនិយាយដោយទំនុកចិត្តដោយស្ងប់ស្ងាត់គ្មានការបញ្យល់វែងឆ្ងាយគ្មានការសុំទោសគ្មានហេតុផលខ្ញុំមិនទំនេរសម្រាប់រឿងនោះទេចប់ហើយអ្នកបញ្យល់កាន់តែច្រើនពួកគេកាន់តែជជែកវែកញែកអ្នកកាន់តែបង្ហាញហេតុផលអ្នកកាន់តែអញ្ជើញកំហុសអ្នកមិនចំពាក់អ្នកណាម្នាក់នៅអត្ថបទដែលរំជួលចិត្តនោះទេប្រយោគសាមញ្ញនិងរឹងមាំគឺគ្រប់គ្រាន់ហើយឧបករណ៍ដ៏មានឥទ្ធិពលមួយទៀតគឺបច្ចេកទេសកំណត់ត្រាដែលខូចនេះមានន័យថាការធ្វើម្ដងទៀតនៅព្រំដែនរបស់អ្នកដោយស្ងប់ស្ងាត់មិនថានរណាម្នាក់ព្យាយាមប្រកួតប្រជែងវាយ៉ាងណាក៏ដោយប្រសិនបើពួកគេឆ្លុះប្រកែកវាធ្វើឲ្យពួកគេមានអារម្មណ៍ខកឬធ្វើឲ្យអ្នកខឹងចូលនិយាយឡើងវិញនៅជំហររបស់អ្នកដូចជាកំណត់ត្រាដែលខូចខ្ញុំយល់ពីអារម្មណ៍របស់អ្នកប៉ុន្តែខ្ញុំនៅតែមិនទំនេរសម្រាប់រឿងនោះខ្ញុំឮការព្រួយបារម្ភរបស់អ្នកប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំនៅតែមានខ្ញុំពេញចិត្តនឹងមតិរបស់អ្នកហើយខ្ញុំនៅតែនឹងទទួលយកចម្លោះមនុស្សពិបាកចូលចិត្តរឿងល្ខោនកុំផ្ដល់ប្រេងអ៊ីនធឺណិតដល់ពួកគេអ្នកកាន់តែអបជាក្រឹតនឹងនិយាយដដែលពួកគេកាន់តែអស់ការឆ្លុះប្រកែកគ្នាពេលវេលាក៏សំខាន់ដែរកុំរងចាំរហូតដល់អ្នកមានអារម្មណ៍ហួសចិត្តឬអាក់អានចិត្តទើបកំណត់ព្រំដែនសកម្មមានប្រសិទ្ធភាពជាងព្រំដែនប្រតិកម្មឧទាហរណ៍កុំរងចាំរហូតដល់មិត្តភក្តិចាប់ផ្ដើមបញ្ចេញអារម្មណ៍មកលើអ្នកដើម្បីនិយាយថាអ្នកមិនទំនេរកំណត់ការរំពឹងទុកនោះជាមុនកុំរងចាំរហូតដល់មិត្តរួមការងាររបស់អ្នកធ្វើហួសហេតុពេក
កំណត់ម៉ោងធ្វើការរបស់អ្នកឲ្យបានឆាប់ព្រំដែនងាយស្រួលគោរពជាងនៅពេលណែនាំដោយស្ងាត់ស្ងាត់មិនមែនក្នុងពេលមានចំនួនទេឧបករណ៍ព្រំដែនមួយដែលត្រូវបានមើលរំលងគឺសេចក្តីថ្លែងការណ៍ប្រសិនបើបន្ទាប់មកនេះគឺជាព្រំដែនដែលមានលក្ខខណ្ឌដែលគូសបញ្ជាក់ទាំងការរំពឹងទុកនិងផលវិបាកប្រសិនបើអ្នកបន្តរំខានខ្ញុំនោះខ្ញុំនឹងបញ្ចប់ការសន្ទនាប្រសិនបើអ្នកស្រែកនោះខ្ញុំនឹងដើរចេញទៅខាងក្រៅនេះបង្ហាញដល់អ្នកដទៃថាអេរិយាបថរបស់ពួកគេមានលទ្ធផលផ្ទាល់ហើយអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តវាចំណុចសំខាន់គឺត្រូវអនុវត្តតាមព្រំដែនទទេបាត់បង់អំណាចព្រំដែនដែលស៊ីសង្វាក់គ្នាទទួលបានការគោរពព្រំដែនដ៏ស្វាហាប់គឺមានសារៈសំខាន់ដោយព្រំដែនពាក្យសម្ដីដែរអ្នកមិនចាំបាច់ប្រកាសព្រំដែនរបស់អ្នកជានិច្ចនោះទេពេលខ្លះអ្នកគ្រាន់តែបង្ហាញវានៅពេលដែលនរណាម្នាក់និយាយដើមគេអ្នកផ្លាស់ប្ដូរប្រធានបទនៅពេលដែលនរណាម្នាក់បញ្ចេញថាមពលរបស់អ្នកកាត់បន្ថយភាពអាចរកបានរបស់អ្នកនៅពេលដែលនរណាម្នាក់ចុចប៊ូតុងរបស់អ្នកនៅតែស្ងប់ស្ងាត់ភាពស្ងៀមស្ងាត់ចម្ងាយនិងការដកខ្លួនរបស់អ្នកក៏ជាទម្រង់នៃព្រំដែនផងដែរមិនមែនគ្រប់សមរភូមិទាំងអស់ត្រូវប្រយុទ្ធដោយពាក្យសម្ដីនោះទេពេលខ្លះវត្តមាននិយាយខ្លាំងជាងការសន្ទនាបច្ចេកវិទ្យាផ្ដល់ជូននូវសង្វៀនថ្មីសម្រាប់ការកំណត់ព្រំដែនអ្នកមានសិទ្ធិជ្រើសរើសពេលណានិងរបៀបដែលអ្នកឆ្លើយតបទៅនឹងសារគ្រាន់តែដោយសារតែនរណាម្នាក់ផ្ញើសារឬហៅទូរស័ព្ទមិនតម្រូវឲ្យអ្នកឆ្លើយភ្លាមឬទាល់តែសោះបិទការជូនដំណឹងបិទសំឡេងសន្ទនារៀងរាំងលេខប្រសិនបើចាំបាច់ទូរស័ព្ទរបស់អ្នកមិនមែនជាខ្សែចងទេយកកម្លៃ digital របស់អ្នកមកវិញមនុស្សពិបាកចាងតែប្រើភាពអអាសន្នកំហុសឬការតស៊ូដើម្បីបំបែកព្រំដែនរបស់អ្នកប៉ុន្តែសូមចងចាំថាភាពអអាសន្នរបស់ពួកគេមិនមែនជាកំត្រូវរបស់អ្នកទេព្រំដែនក៏អនុវត្តទៅលើពេលវេលារបស់អ្នកដែរមិនមែនគ្រប់ការអញ្ជើញទាំងអស់ស្មឹកដំប៉ងដែរមិនមែនគ្រប់ព្រឹត្តិការណ៍ទាំងអស់សុទ្ធតែត្រូវការវត្តមានរបស់អ្នកទេការបដិសេធការអញ្ជើញមិនមែនជាការក្បត់នោះទេការនិយាយថាទេមិនមែនជាការឈ្នួយតាមពិតទៅការនិយាយថាទេគឺជាប្រយោគពេញលេញអ្នកមិនចាំបាច់បង្កើតលេសឬពន្យល់អំពីអតិភិយោរបស់អ្នកប្រសិនបើនរណាម្នាក់យកការបដិសេធរបស់អ្នកជាលក្ខណៈផ្ទឡងខ្លួននោះជាការនីអារម្មណ៍របស់ពួកគេមិនមែនរបស់អ្នកទេមនុស្សដែលពិតជាដាក់តម្លៃលើអ្នកនិងគោរពការយល់ព្រមនឹងការបដិសេធរបស់អ្នកស្មើគ្នាព្រំដែនអារម្មណ៍មានសារៈសំខាន់នៅពេលដោះស្រាយនឹងឧបាយមនីពូឡាសេនេះមានន័យថាការបំបែកអារម្មណ៍របស់អ្នកចេញពីអារម្មណ៍របស់ពួកគេប្រសិនបើពួកគេបន្ទោសអ្នកអំពីអារម្មណ៍របស់ពួកគេរំលឹកខ្លួនឯងថាអារម្មណ៍របស់ពួកគេមិនមែនជាកំហុសរបស់ខ្ញុំទេប្រសិនបើពួកគេព្យាយាមធ្វើឲ្យអ្នកមានអារម្មណ៍ខុសចូលនិយាយថាខាងក្នុងខ្ញុំមិនទទួលខុសត្រូវនឹងសុភមង្គលរបស់ពួកគេទេព្រំដែនអារម្មណ៍ការពារស្ថានភាពខាងក្នុងរបស់អ្នកពីការបាំងតុកតងត្រឹមនឹងការវាយប្រហារនៃថាមពលការបដិខ្លួនចិនមិនមែនជាការខូសែនោះទេវាគឺជាការដំឡាយអ្នកនឹងអាចប្រឈមនឹងការតស៊ូនៅពេលដែលអ្នកចាប់ផ្ដើមកំណត់ព្រំដែនមនុស្សដែលទទួលបានប្រយោជន៍ពីការខ្វះដែនកំណត់របស់អ្នកនឹងជាអ្នករិះគន់ខ្លាំងបំផុតនៅស្តង់ដាររបស់អ្នកពួកគេនឹងហៅអ្នកថាអត្តនិយមត្រជាក់ឬឆ្ងាយពេកប៉ុន្តែអភិទ្ធភាពរបស់ពួកគេគឺជាសញ្ញាថាព្រំដែនរបស់អ្នកកំពុងដំណើរការអ្នកកំពុងបំពេញកិច្ចសន្យាដែលមិនបានចុះលេខរ៉ាក់កិច្ចសន្យាមួយដែលអ្នកតែងតែមានវត្តមានតែងតែយល់ព្រមតែងតែសម្របសម្រួលឥឡូវនេះអ្នកកំពុងសរសេរកិច្ចសន្យានោះឡើងវិញដោយពាក្យថាគ្រប់គ្រាន់ព្រំដែនមិនមែននិយាយអំពីការផ្លាស់ប្ដូរអ្នកដទៃទេវានិយាយអំពីរបៀបដែលអ្នកចូលរួមអ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យគោរពបានទេប៉ុន្តែអ្នកអាចរំចាប់មិនឲ្យអត់ធន់នឹងការមិនគោរពអ្នកមិនអាចគ្រប់គ្រងអេរិយាបថរបស់ពួកគេបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការឆ្លើយតបរបស់អ្នករៀងរាល់ពេលដែលអ្នកកំណត់ព្រំដែនអ្នកទាមទារយកផ្នែកមួយនៃបញ្ហារបស់អ្នកវិញអ្នកផ្ញើសារទៅថាពិភពលោកសន្តិភាពរបស់ខ្ញុំមិនអាចចរចាបានទេថាមពលរបស់ខ្ញុំមានតម្លៃពេលវេលារបស់ខ្ញុំគឺបរិសុទ្ធសរុបមកវិញបច្ចេកវិទ្យាព្រំដែនដ៏ស្វាហាប់គឺមានសារៈសំខាន់ដោយព្រំដែនពាក្យសម្ដីដែរអ្នកមិនចាំបាច់ប្រកាសព្រំដែនរបស់អ្នកជានិច្ចនោះទេពេលខ្លះអ្នកគ្រាន់តែបង្ហាញវានៅពេលដែលនរណាម្នាក់និយាយដើមគេអ្នកផ្លាស់ប្ដូរប្រធានបទនៅពេលដែលនរណាម្នាក់បញ្ចេញថាមពលរបស់អ្នកកាត់បន្ថយភាពអាចរកបានរបស់អ្នក
នៅពេលដែលនរណាម្នាក់ចុចប៊ូតុងរបស់អ្នកនៅតែស្ងប់ស្ងាត់ភាពស្ងៀមស្ងាត់ចម្ងាយនិងការដកខ្លួនរបស់អ្នកក៏ជាទម្រង់នៃព្រំដែនផងដែរមិនមែនគ្រប់សមរភូមិទាំងអស់ត្រូវប្រយុទ្ធដោយពាក្យសម្ដីនោះទេពេលខ្លះវត្តមាននិយាយខ្លាំងជាងការសន្ទនាបច្ចេកវិទ្យាផ្ដល់ជូននូវសង្វៀនថ្មីសម្រាប់ការកំណត់ព្រំដែនអ្នកមានសិទ្ធិជ្រើសរើសពេលណានិងរបៀបដែលអ្នកឆ្លើយតបទៅនឹងសារគ្រាន់តែដោយសារតែនរណាម្នាក់ផ្ញើសារឬហៅទូរស័ព្ទមិនតម្រូវឲ្យអ្នកឆ្លើយភ្លាមឬទាល់តែសោះបិទការជូនដំណឹងបិទសំឡេងសន្ទនារៀងរាំងលេខប្រសិនបើចាំបាច់ទូរស័ព្ទរបស់អ្នកមិនមែនជាខ្សែចងទេយកកន្លែង digital របស់អ្នកមកវិញមនុស្សពិបាកច្រើនតែប្រើភាពអអាសន្នកំហុសឬការតស៊ូដើម្បីបំបែកព្រំដែនរបស់អ្នកប៉ុន្តែសូមចងចាំថាភាពអអាសន្នរបស់ពួកគេមិនមែនជាគំត្រូលរបស់អ្នកទេព្រំដែនក៏អនុវត្តទៅលើពេលវេលារបស់អ្នកដែរមិនមែនគ្រប់ការអញ្ជើញទាំងអស់ស្មឹងដំប៉ងដែរមិនមែនគ្រប់ព្រឹត្តិការណ៍ទាំងអស់សុទ្ធតែត្រូវការវត្តមានរបស់អ្នកទេការបដិសេធការអញ្ជើញមិនមែនជាការក្បត់នោះទេការនិយាយថាទេមិនមែនជាការឈ្នួយតាមពិតទៅការនិយាយថាទេគឺជាប្រយោគពេញលេញអ្នកមិនចាំបាច់បង្កើត list ឬពន្យល់អំពីអតិភិយោរបស់អ្នកប្រសិនបើនរណាម្នាក់យកការបដិសេធរបស់អ្នកជាលក្ខណៈផ្ទាល់ខ្លួននោះជាការងាយអារម្មណ៍របស់ពួកគេមិនមែនរបស់អ្នកទេមនុស្សដែលពិតជាដាក់តម្លៃលើអ្នកនិងគោរពការយល់ព្រមនឹងការបដិសេធរបស់អ្នកស្មើគ្នាព្រំដែនអារម្មណ៍មានសារៈសំខាន់នៅពេលដោះស្រាយនឹងឧបាយមនីពូឡាសេនេះមានន័យថាការបំបីអារម្មណ៍របស់អ្នកចេញពីអារម្មណ៍របស់ពួកគេប្រសិនបើពួកគេបន្ទោសអ្នកអំពីអារម្មណ៍របស់ពួកគេរំលឹកខ្លួនឯងថាអារម្មណ៍របស់ពួកគេមិនមែនជាកំហុសរបស់ខ្ញុំទេប្រសិនបើពួកគេព្យាយាមធ្វើឲ្យអ្នកមានអារម្មណ៍ខុសចូលនិយាយថាខាងក្នុងខ្ញុំមិនទទួលខុសត្រូវនឹងសុភមង្គលរបស់ពួកគេទេព្រំដែនអារម្មណ៍ការពារស្ថានភាពខាងក្នុងរបស់អ្នកពីការបាំងតុបតង់ត្រូវនឹងការវាយប្រហារនៃធម៌ពលការបដិខ្លួនចិនមិនមែនជាការខូសែនោះទេវាគឺជាការដំឡាយអ្នកនឹងអាចប្រឈមនឹងការតស៊ូនៅពេលដែលអ្នកចាប់ផ្ដើមកំណត់ព្រំដែនមនុស្សដែលទទួលបានប្រយោជន៍ពីការខ្វះដែនកំណត់របស់អ្នកនឹងជាអ្នករិះគន់ខ្លាំងបំផុតនៅស្តង់ដាររបស់អ្នកពួកគេនឹងហៅអ្នកថាអតនិយមត្រជាក់ឬឆ្ងាយពេកប៉ុន្តែអបិទ្ធភាពរបស់ពួកគេគឺជាសញ្ញាថាព្រំដែនរបស់អ្នកកំពុងដំណើរការអ្នកកំពុងបំពេញកិច្ចសន្យាដែលមិនបានចុះលេខរ៉ាក់កិច្ចសន្យាមួយដែលអ្នកតែងតែមានវត្តមានតែងតែយល់ព្រមតែងតែសម្របសម្រួលឥឡូវនេះអ្នកកំពុងសរសេរកិច្ចសន្យានោះឡើងវិញដោយពាក្យថាគ្រប់គ្រាន់ព្រំដែនមិនមែននិយាយអំពីការផ្លាក់ឡោអ្នកដទៃទេវានិយាយអំពីរបៀបដែលអ្នកចូលរួមអ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យគោរពបានទេប៉ុន្តែអ្នកអាចរំចាប់មិនឲ្យអត់ធន់នឹងការមិនគោរពអ្នកមិនអាចគ្រប់គ្រងអេរិយាបថរបស់ពួកគេបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការឆ្លើយតបរបស់អ្នករៀងរាល់ពេលដែលអ្នកកំណត់ព្រំដែនអ្នកទាមទារយកផ្នែកមួយនៃបញ្ហារបស់អ្នកវិញអ្នកផ្ញើសារទៅថាពិភពលោកសន្តិភាពរបស់ខ្ញុំមិនអាចចរចាបានទេធម៌ពលរបស់ខ្ញុំមានតម្លៃពេលវេលារបស់ខ្ញុំគឺបរិសុទ្ធសរុបមកវិញបច្ចេកវិទ្យាព្រំដែនដ៏ស្វាហាប់គឺមានសារៈសំខាន់ដោយព្រំដែនពាក្យសម្ដីដែរអ្នកមិនចាំបាច់ប្រកាសព្រំដែនរបស់អ្នកជានិច្ចនោះទេពេលខ្លះអ្នកគ្រាន់តែបង្ហាញវានៅពេលដែលនរណាម្នាក់និយាយដើមគេអ្នកផ្លាស់ប្ដូរប្រធានបទនៅពេលដែលនរណាម្នាក់បញ្ចេញធម៌ពលរបស់អ្នកកាត់បន្ថយភាពអាចរកបានរបស់អ្នកនៅពេលដែលនរណាម្នាក់ចុចប៊ូតុងរបស់អ្នកនៅតែស្ងប់ស្ងាត់ភាពស្ងៀមស្ងាត់ចម្ងាយនិងការដកខ្លួនរបស់អ្នកក៏ជាទម្រង់នៃព្រំដែនផងដែរមិនមែនគ្រប់សមរភូមិទាំងអស់ត្រូវប្រយុទ្ធដោយពាក្យសម្ដីនោះទេពេលខ្លះវត្តមាននិយាយខ្លាំងជាងការសន្ទនាបច្ចេកវិទ្យាផ្ដល់ជូននូវសង្វៀនថ្មីសម្រាប់ការកំណត់ព្រំដែនអ្នកមានសិទ្ធិជ្រើសរើសពេលណានិងរបៀបដែលអ្នកឆ្លើយតបទៅនឹងសារគ្រាន់តែដោយសារតែនរណាម្នាក់ផ្ញើសារឬហៅទូរស័ព្ទមិនតម្រូវឲ្យអ្នកឆ្លើយភ្លាមឬទាល់តែសោះបិទការជូនដំណឹងបិទសំឡេងចំពោះទី5ការផ្ដាច់ខ្លួនចេញពីអារម្មណ៍និងភាពស្ងប់ស្ងាត់ខាងក្នុងអំណាចដ៏អស្ចារ្យបំផុតដែលអ្នកអាចអភិវឌ្ឍនៅចំពោះមុខមនុស្សពិបាកគឺការផ្ដាច់ខ្លួនចេញពីអារម្មណ៍នេះមិនមានន័យថាអ្នកឈប់ខ្វល់ខ្វាយនោះទេវាមានន័យថាអ្នកឈប់ប្រតិកម្មការផ្ដាច់ខ្លួនចេញពីអារម្មណ៍គឺជាសិល្បៈនៃការរក្សាឫសគល់នៅក្នុងភាពស្ងប់ស្ងាត់ខាងក្នុងរបស់អ្នកខណៈពេលដែលព្យុះនៃភាពវឹកវររបស់អ្នកដទៃកំពុងបក់បោកជុំវិញអ្នកវានិយាយអំពីការមានវត្តមានមិនមែនអកម្មនោះទេ
វានិយាយអំពីការសង្កេតមិនមែនស្រូបយកទេការផ្ដាច់ខ្លួនផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់សេរីភាពនិងសមត្ថភាពដែលអាចឆ្លើយតបជំនួសឲ្យប្រតិកម្មនៅក្នុងចម្ពោះនេះអ្នកនឹងរៀនពីរបៀបការពារសន្តិភាពរបស់អ្នកខណៈពេលដែលនៅតែមានការយល់ដឹងពេញលេញរឹងមាំនិងមានចិត្តអាណិតអាសូរជំហានដំបូងចំពោះការផ្ដាច់ខ្លួនចេញពីអារម្មណ៍គឺការយល់ដឹងអ្នកត្រូវតែកត់សម្គាល់ពីកត្តាជំរុញរបស់អ្នកមនុស្សពិបាកចិត្តច្រើនតែរិះគន់ភាពមិនស្រួលរបស់អ្នកកំហុសរបស់អ្នកឬតម្រូវការសម្រាប់ការយល់ព្រមរបស់អ្នកពួកគេដឹងពីរបៀបចុចប៊ូតុងអារម្មណ៍ពីព្រោះពួកគេបានឃើញប្រតិកម្មរបស់អ្នកដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថាកំហឹងកើនឡើងសូមផ្អាកនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ការពារខ្លួនឯងសូមផ្អាកអំណាចតែងតែស្ថិតនៅក្នុងការផ្អាកនៅក្នុងតែនៃភាពស្ងប់ស្ងាត់នោះអ្នកអាចជ្រើសរើសការឆ្លើយតបផ្សេងជំនួសឲ្យការកើនឡើងអ្នកបន្ថយភាពតានតឹងជំនួសឲ្យការឆ្លោះប្រកែកគ្នាអ្នកស្ដាប់ឬដាយចេញការផ្ដាច់ខ្លួនមិនមែនជាភាពទន់ខ្សោយទេវាគឺជាប្រាជ្ញាដែលកំពុងដំណើរការឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការផ្ដាច់ខ្លួនខាងអារម្មណ៍គឺការកំណត់ផ្លូវចិត្តនេះមានន័យថាការផ្លាស់ប្ដូររបៀបដែលអ្នកយល់ឃើញមនុស្សពិបាកជំនួសឲ្យមើលឃើញពួកគេជាសត្រូវសូមមើលពួកគេជាគ្រូបង្រៀនតើពួកគេកំពុងបង្រៀនអ្នកអ្វីខ្លះអំពីការអត់ធ្មត់អំពីព្រំដែនអំពីការគោរពខ្លួនឯងជំនួសឲ្យគិតថាហេតុអ្វីបានជាពួកគេធ្វើបែបនេះចំពោះខ្ញុំសួរថាតើខ្ញុំអាចរៀនអ្វីពីរឿងនេះមនុស្សពិបាកបង្ហាញពីរបួសដែលមិនទាន់ដោះស្រាយរបស់អ្នកពួកគេលាតត្រដាងអ្វីដែលនៅតែបង្កឲ្យអ្នកនៅពេលដែលអ្នកមើលឃើញពួកគេជាកញ្ចក់ឬអ្នកនាំសារអ្នកដកយកអំណាចរបស់អ្នកមកវិញពួកគេឈប់ធ្វើជាមនុស្សអាក្រក់ហើយក្លាយទៅជាកាតាលិចសម្រាប់ការរីកចម្រើនរបស់អ្នកយុទ្ធសាស្ត្រមួយទៀតគឺការផ្ដាច់ខ្លួនចេញពីលទ្ធផលកុំចូលរួមជាមួយមនុស្សពិបាកចិត្តដោយរំពឹងថានឹងផ្លាស់ប្ដូរពួកគេកុំឆ្លោះប្រកែកដោយរំពឹងថានឹងមានការសុំទោសកុំពន្យល់ដោយសង្ឃឹមថានឹងទទួលបានការផ្ទៀងផ្ទាត់នៅពេលអ្នកដោះលែងការរំពឹងទុកអ្នកដោះលែងទុកវេទនាអ្នកឈប់ដេញតាមបានការផ្ទៀងផ្ទាត់ពីអ្នកដែលគ្មានចេតនាផ្ដាល់វាអ្នកឈប់អង្វើសុំការយល់ដឹងពីអ្នកដែលបដិញ្ញាយល់ច្រឡំចំពោះអ្នកការផ្ដាច់ខ្លួនមានន័យថាធ្វើអ្វីដែលត្រឹមត្រូវមិនមែនអ្វីដែលធានាលទ្ធផលនោះទេនិយាយការពិតរបស់អ្នកមិនមែនដោយសារតែពួកគេនឹងទទួលយកវាទេប៉ុន្តែដោយសារតែវាធ្វើឲ្យអ្នកមានសេរីភាពការមើលឃើញក៏អាចជួយបង្កើតគម្លាតអារម្មណ៍ផងដែរស្រមៃមើលខ្លួនឯងនៅក្នុងដំបូលកញ្ចក់អ្នកអាចមើលឃើញនឹងឮអ្វីៗគ្រប់គ្នាប៉ុន្តែអ្វីមិនជ្រាបចូលសន្តិភាពរបស់អ្នកឬស្រមៃមើលពាក្យពិបាកដែលលោតចេញពីគៀលផ្លូវចិត្តរអិលចេញដោយមិនមានផលប៉ះពាល់ឧបករណ៍មើលឃើញទាំងនេះរំលឹកខួរក្បាលរបស់អ្នកថាអ្នកមានសុវត្ថិភាពការពារនិងគ្រប់គ្រងប្រព័ន្ធសរសៃរបស់អ្នកចាប់ផ្ដើមស្ងប់ស្ងាត់ដង្ហើមរបស់អ្នកយឺតឡើងអ្នកឈប់ស្រូបយកភាពតានតឹងការផ្ដាច់ខ្លួនคล้ายទៅជាបន្ទាយខាងក្នុងរបស់អ្នកទម្លាប់ដ៏មានឥទ្ធិពលមួយទៀតគឺការដាក់ស្លាកនៅពេលដែលនរណាម្នាក់កំពុងឆ្លៀវបោកបញ្ឆោតឬគ្រប់គ្រងចូលដាក់ស្លាកអាកប្បកិរិយាដោយស្ងៀមស្ងាត់នោះគឺជាការស្ដីបន្ទោសនោះគឺជាការបំភ្លឺនោះគឺជាការពារកការដាក់ស្លាកបំបីសកម្មភាពរបស់ពួកគេចេញពីអត្តសញ្ញាណរបស់អ្នកឈប់យករឿងផ្ទាល់ខ្លួនអ្នកស្គាល់គំរូនោះជំនួសឲ្យជាប់ជំពាក់នៅក្នុងរីម៉ាក់ទេសនាវាដូចជាការមើលឆាកមួយនៅក្នុងកនយន្តមិនមែនជាការចាប់ទាញចូលទៅក្នុងរីម៉ាក់ទេសនានោះទេអ្នកនៅតែជាអ្នកសង្កេតការណាមិនមែនជាអ្នកសម្ដែងទេដង្ហើមគឺជាអង្គាររបស់អ្នកនៅពេលដែលអារម្មណ៍កើនឡើងត្រឡប់ទៅដង្ហើមរបស់អ្នកដង្ហើមជ្រៅដោយមនសិការធ្វើឲ្យប្រព័ន្ធសរសៃប៉ារ៉ាស៊ីមប៉ាទិករបស់អ្នកសកម្មធ្វើឲ្យរាងកាយរបស់អ្នកស្ងប់ស្ងាត់និងធ្វើឲ្យចិត្តរបស់អ្នកមានស្ថិរភាពដង្ហើមចូលដោយមនសិការស្ងប់ស្ងាត់ដង្ហើមចេញដោយភាពតានតឹងរាល់ដង្ហើមគឺជារំលឹកខ្ញុំមិនមែនជាភាពវឹកវរទេខ្ញុំគឺជាភាពស្ងប់ស្ងាត់អ្នកមិនអាចគ្រប់គ្រងបរិយាកាសបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងដង្ហើមរបស់អ្នកនោះគឺជាកន្លែងដែលអំណាចពិតប្រាកដរបស់អ្នករស់នៅការផ្ដាច់ខ្លួនចេញពីអារម្មណ៍ក៏ទាមទារឲ្យអ្នកដោះលែងការគ្រប់គ្រងមនុស្សពិបាកច្រើនតែមិនអាចទៀបដូចបានទេពួកគេអាចកុហកស្ដីបន្ទោសផ្ទុះឬងងឹងអ្នកមិនអាចគ្រប់គ្រងប្រតិកម្មរបស់ពួកគេបានទេអ្នកអាចគ្រប់គ្រងតែប្រតិកម្មរបស់អ្នកប៉ុណ្ណោះនៅពេលដែលអ្នកឈប់ព្យាយាមជួសជុលពួកគេបញ្ចុះបញ្ចូលពួកគេឬជួយសង្គ្រោះពួកគេអ្នកនឹងរំដោះខ្លួនឯងការគ្រប់គ្រងគឺជាការបំភាន់សេរីភាពកើតឡើងនៅពេលដែលអ្នកដោះលែងវាអនុញ្ញាតឲ្យពួកគេក្លាយជាអ្វីដែលពួកគេជាហើយអ្នកនៅតែរឹងមាំនៅក្នុងអ្វីដែលអ្នកជ្រើសរើសក្លាយជាការសរសេរកំណត់ហេតុអាចធ្វើឲ្យការផ្ដាច់ខ្លួនរបស់អ្នកកាន់តែស៊ីជម្រៅសរសេរអំពីអន្តរកម្មរបស់អ្នកជាមួយមនុស្សពិបាកអ្វីដែលជំរុញអ្នកតើអ្នកមានអារម្មណ៍យ៉ាងណាតើអ្នកត្រូវការអ្វីដែលអ្នកមិនបានទទួល
ការសរសេរកំណត់ហេតុប្រែក្លាយអារម្មណ៍មិនច្បាស់លាស់ទៅជាការយល់ដឹងច្បាស់លាស់វាផ្ដល់ឲ្យអ្នកនៅកន្លែងដើម្បីដោះស្រាយការឈឺចាប់ដោយមិនបញ្ចេញវាទៅលើអ្នកដទៃវាប្រែក្លាយការភ័ន្តច្រឡំទៅជាភាពច្បាស់លាស់នៅពេលអ្នកសរសេរអ្នកធ្វើឲ្យបន្ទុកអារម្មណ៍ទំនេរអ្នកឈប់ទុកអ្វីដែលលែងបំរើអ្នកទៀតហើយគន្លឹះមួយទៀតចំពោះការផ្ដាច់ខ្លួនអារម្មណ៍គឺការអភ័យទោសមិនមែនសម្រាប់ពួកគេទេប៉ុន្តែសម្រាប់អ្នកការអភ័យទោសមិនមែនជាលេសសម្រាប់អាកប្បកិរិយាទេវាដកលែងអ្នកពីភាពជូរចត់ការកាន់កំហឹងគឺដូចជាការផឹកថ្នាំពុលហើយរំពឹងថាអ្នកដទៃនឹងរងទុក្ខអភ័យទោសដើម្បីដោះលែងខ្លួនអ្នកអភ័យទោសដើម្បីលះបង់ច្រវាក់ដ៏ស្វាហាប់ដែលចងអ្នកទៅនឹងមុខងារមិនប្រក្រតីនិយាយទៅកាន់ខ្លួនឯងថាខ្ញុំដោះលែងតម្រូវការសម្រាប់ពួកគេដើម្បីធ្វើឲ្យវាត្រឹមត្រូវខ្ញុំជ្រើសរើសសន្តិភាពជាងការអាក់អន់ចិត្តការសម្រេចចិត្តនោះគឺជាច្រកទ្វារឆ្ពោះទៅរកការព្យាបាលអ្នកក៏ត្រូវតែផ្ដាច់ខ្លួនចេញពីគំនិតដែលថាការស្ងប់ស្ងាត់មានន័យថាអក្សកម្មការផ្ដាច់ខ្លួនមិនមែនជាភាពស្ងៀមស្ងាត់នៅចំពោះមុខការអំលោភបំពាននោះទេវាគឺជាកម្លាំងដោយគ្មានការឈ្លានពានវាគឺជាសមត្ថភាពក្នុងការនិយាយការពិតរបស់អ្នកដោយចេញឬគូបន្ទាត់ដោយមិនត្រូវបានគេប្លន់យកអារម្មណ៍មនុស្សស្ងប់ស្ងាត់ច្រើនតែជាអ្នកមានអំណាចបំផុតនៅក្នុងបន្ទប់ពួកគេមិនស្រែកឬពួកគេមិនចាំបាច់ថាមពលរបស់ពួកគេនិយាយច្រើនសន្តិភាពរបស់ពួកគេបំផិតបំភ័យភាពវឹកវរការបង្កើតភាពស្ងប់ស្ងាត់ខាងក្នុងគឺជាការអនុវត្តប្រចាំថ្ងៃវាមានន័យថាចាប់ផ្ដើមថ្ងៃរបស់អ្នកដោយរឹងមាំមុនពេលពិនិត្យមើលសារសូមធ្វើសមាធិមុនពេលដោះស្រាយជាមួយពិភពលោកសូមពិនិត្យខ្លួនឯងផ្ដោតធម៌ពលរបស់អ្នកសរសេរកំណត់ហេតុប្រចាំថ្ងៃអធិដ្ឋានស្រមៃមើលអ្វីក៏ដោយដែលនាំអ្នកត្រឡប់ទៅរកស្នូលរបស់អ្នកវិញអ្នកមិនអាចផ្ដល់ភាពស្ងប់ស្ងាត់ដល់អ្នកដទៃបានទេប្រសិនបើអ្នកមិនបានបណ្ដូរវានៅខាងក្នុងពិភពលោកខាងក្នុងដែលច្របូរច្របល់នឹងតែស្ថិតនៅក្រោមការអាណិតអាសូររបស់ព្យុះខាងក្រៅពេលខ្លះការផ្ដាច់ខ្លួនមានន័យថាការដើរចេញជាអចិន្ត្រៃយ៍មិនមែនគ្រប់ទំនាក់ទំនងទាំងអស់សុទ្ធសឹងតែមានន័យថាត្រូវបានព្យាបាលមនុស្សមួយចំនួនមានជាតិពុលពេកមិនគ្រប់ពេកនិងហត់នឿយពេកអ្នកអាចជូនពរឲ្យពួកគេបានល្អហើយមកតែដើរចេញការផ្ដាច់ខ្លួនផ្ដល់ឲ្យអ្នកនៅកម្លាំងដើម្បីបិទជំពូកដោយមិនកំហុសអ្នកឈប់ព្យាយាមផ្លាស់ប្ដូរអ្វីដែលមិនអាចផ្លាស់ប្ដូរបានអ្នកចាប់ផ្ដើមការពារសន្តិភាពរបស់អ្នកដោយជាជីវិតរបស់អ្នកពឹងផ្អែកលើវាពីព្រោះក្នុងរបៀបចរាចរណ៍វាអាស្រ័យទៅលើវាសរុបមកវិញការផ្ដាច់ខ្លួនចេញពីអារម្មណ៍និយាយអំពីការឆ្លើយតបមិនមែនប្រតិកម្មទេវានិយាយអំពីការសង្កេតមិនមែនការរົບចំចប់អ្នកបង្កើតវាតាមរយៈការយល់ដឹងហារឹមការកត់ត្រាការមើលឃើញនិងការជ្រើសរើសសន្តិភាពជាងការគ្រប់គ្រងមនុស្សពិបាកបាត់បង់អំណោយរបស់ពួកគេនៅពេលដែលអ្នកឈប់ផ្ដោតសិទ្ធិអំណោយដល់ពួកគេអ្នកមិនចាំបាច់ចូលរួមក្នុងការប្រមាថទាំងអស់រឿងរ៉ាវទាំងអស់និងยั่វទាំងអស់ភាពស្ងប់ស្ងាត់អាចជាចម្លើយរបស់អ្នកភាពស្ងប់ស្ងាត់អាចជាខៀនរបស់អ្នកការផ្ដាច់ខ្លួនមិនមែនជាចម្ងាយពីអ្នកដទៃទេវាជាចំណិតស្និទ្ធនឹងខ្លួនឯងនៅក្នុងចម្ពោះបន្ទាប់យើងនឹងស្វែងរកយូដូពាក្យសម្ដីប្រែក្លាយចំនួនទៅជាការសន្ទនាស្ងប់ស្ងាត់ពីព្រោះនៅពេលដែលពិភពលោកខាងក្នុងរបស់អ្នកមានស្ថិរភាពអ្នកអាចចាប់ផ្ដើមដោះអាវុធពីមនុស្សពិបាកនិងពាក្យសម្ដីជំនាញនិងកម្លាំងស្ងប់ស្ងាត់ចម្ពោះទី6យូដូពាក្យសម្ដីការប្រែក្លាយចំនួនទៅជាការសន្ទនាស្ងប់ស្ងាត់ពាក្យសម្ដីអាចបង្កើនចំនួនឬរំលាយវាក្នុងរយៈពេលប៉ុន្មានវិនាទីរបៀបណែអ្នកនិយាយកំណត់ថាតើភាពតានតឹងកើនឡើងឬរសាយបាត់យូដូពាក្យសម្ដីគឺជាសិល្បៈនៃការប្រើប្រាស់ភាសាស្ងប់ស្ងាត់គោរពប៉ុន្តែមានឥទ្ធិពលដើម្បីបង្វែរការឈ្លានពានបញ្ឈប់ការរៀបចំនិងណែនាំការសន្ទនាឆ្ពោះទៅរកដំណោះស្រាយវាមិនមែននិយាយអំពីការកម្ចាត់អ្នកដទៃទេវានិយាយអំពីការបំបែកស្ថានភាពខណៈពេលដែលនៅតែផ្ដោតអារម្មណ៍និងគ្រប់គ្រងស្ថានភាពដូចជាអ្នកក្បាច់គុណដ៏ជំនាញម្នាក់បដូរទិសដៅកម្លាំងជំនួសឲ្យការទប់ទល់ដោយផ្ទាល់យូដូពាក្យសម្ដីបង្រៀនអ្នកឲ្យប្រើឥទ្ធិពលផ្លូវចិត្តនិងការគ្រប់គ្រងអារម្មណ៍ដើម្បីបន្សាបមនុស្សពិបាកច្បាប់ដំបូងនៃយូដូពាក្យសម្ដីគឺមិនដែលឆ្លុះបញ្ចាំងពីអរិភាពឡើយនៅពេលដែលនរណាម្នាក់ស្រែកប្រមាថឬរិះគន់សភាវកិច្ចរបស់អ្នកអាចជាការប្រយុទ្ធតបតឬបិទមាត់ប៉ុន្តែការឆ្លើយតបទាំងពីរមិនឈ្នះនៅទីបំផុតការប្រយុទ្ធតបតកាន់តែធ្ងន់ធ្ងរការបិទមាត់ជិះវៀងអំណោយពិតប្រាកដស្ថិតនៅក្នុងការរក្សាភាពស្ងប់ស្ងាត់ខណៈពេលដែលអះអាងពីការពិតរបស់អ្នកប្រសិនបើពួកគេស្រែកអ្នកបន្ថយសំឡេងរបស់អ្នកប្រសិនបើពួកគេចោទប្រកាន់អ្នកស៊ូសំណួរប្រសិនបើពួកគេញុកញង់អ្នកផ្អាកការបញ្ច្រាស់នេះធ្វើឲ្យពួកគេបាត់បង់អាវុធមនុស្សពិបាករំពឹងថាមានការតស៊ូ
នៅពេលដែលពួកគេមិនយល់ពួកគេបាត់បង់សន្ទុះចលនាយូដូពាក្យសម្ដីដ៏មានប្រសិទ្ធភាពមួយគឺការប្រើប្រាស់សេចក្តីថ្លែងការណ៍អាយជំនួសឲ្យការវាយប្រហាររបស់អ្នកនិយាយថាខ្ញុំមានអារម្មណ៍ថាត្រូវបានគេមិនគោរពនៅពេលដែលអ្នកតែងតែមិនគោរពខ្ញុំនិយាយថាខ្ញុំត្រូវការកន្លែងដើម្បីគិតជំនួសឲ្យអ្នកមិនដែលឈប់និយាយសេចក្តីថ្លែងការណ៍អាយបង្ហាញពីបទពិសោធន៍របស់អ្នកដោយមិនបន្តពួកគេជៀសវាងការបង្កឲ្យមានការការពារពួកគេផ្លាស់ប្ដូរការសន្ទនាពីការចោទប្រកាន់ទៅជាការទំនាក់ទំនងនៅពេលដែលមនុស្សមិនមានអារម្មណ៍ថាត្រូវបានវាយប្រហារពួកគេកាន់តែបើកចំហចំពោះការស្ដាប់យុទ្ធសាស្ត្រសំខាន់មួយទៀតគឺការសួរសំណួរដោយស្ងប់ស្ងាត់និងដោយផ្ទាល់ប្រសិនបើនរណាម្នាក់កំពុងស្ដីបន្ទោសឬខឹងឆ្លើយតបដោយសំណួរដែលលើកទឹកចិត្តដោយការឆ្លុះបញ្ចាំងនិយាយថាតើអ្នកសង្ឃឹមលទ្ធផលអ្វីនៅទីនេះឬតើអ្នកអាចជួយខ្ញុំឲ្យយល់ពីអ្វីដែលអ្នកត្រូវការឥឡូវនេះបានទេសំណួរផ្លាស់ប្ដូរមនុស្សពីខួរក្បាលអារម្មណ៍របស់ពួកគេទៅខួរក្បាលសំហេតុផលរបស់ពួកគេរំខានដល់ប្រតិកម្មពួកគេអញ្ជើញការសន្ទនាជាងការប្រឈមមុខដាក់គ្នាទោះបីជាមនុស្សនោះបដិសេធមិនឆ្លើយដោយស្ថាបនាក៏ដោយអ្នករក្សាដៃខាងលើដោយរក្សាភាពស្ងប់ស្ងាត់និងចង់ដឹងចង់យល់សំឡេងគឺជាអ្វីៗគ្រប់គ្នាប្រយោគទាំងមួយអាចស្ដាប់ទៅដូចជាគោរពឬឈ្លានពានអាស្រ័យទៅលើរបៀបដែលវាត្រូវបាននិយាយយឺតជាមួយនឹងចង្វាក់ថេររក្សាសំឡេងរបស់អ្នកឲ្យធូរស្បើយប៉ុន្តែមានទំនុកចិត្តជៀសវាងការចំអោតការបង្វិលភ្នែកឬកាយវិការមិនអើអែមនុស្សពិបាកយល់ច្រើនអានភាសាកាយវិការច្រើនជាងពាក្យសម្ដីប្រសិនបើសំឡេងរបស់អ្នកស្ងប់ស្ងាត់ប៉ុន្តែភ្នែករបស់អ្នកកំពុងបង្វិលពួកគេនឹងមានអារម្មណ៍ថាមិនគោរពប្រសិនបើពាក្យសម្ដីរបស់អ្នកទន់ប៉ុន្តែសំឡេងរបស់អ្នកស្រួតពួកគេនឹងឮអារីភាពផ្ដាប់ផ្ទាប់ពាក្យសម្ដីនិងសំឡេងរបស់អ្នកដោយភាពស្ងប់ស្ងាត់ពិតប្រាកដអំណាចនៃការទទួលស្គាល់មិនអាចមើលរំលងបានទទួលស្គាល់អារម្មណ៍របស់ពួកគេដោយមិនយល់ព្រមនឹងអាកប្បកិរិយារបស់ពួកគេនិយាយថាខ្ញុំអាចឃើញថាអ្នកខកចិត្តឬខ្ញុំឮថារឿងនេះធ្វើឲ្យអ្នកខកចិត្តនេះមិនមានន័យថាអ្នកយល់ព្រមនឹងគំនិតរបស់ពួកគេទេវាមានន័យថាអ្នកទទួលស្គាល់អារម្មណ៍របស់ពួកគេដែលបន្ថយភាពតានតឹងមនុស្សចង់មានអារម្មណ៍ថាត្រូវបានគេឮមុនពេលដែលពួកគេស្ងប់ប្រសិនបើអ្នករំលងការទទួលស្គាល់ពួកគេបង្កើនសំឡេងប្រសិនបើអ្នកបញ្ជាក់ពីអារម្មណ៍របស់ពួកគេបន្ថយវាជំហានជំលងដ៏មានប្រសិទ្ធភាពមួយទៀតគឺការប្រើប្រាស់សេចក្តីស្ងប់ស្ងាត់ដោយជំនាញមិនមែនរាល់មតិយោបល់ទាំងអស់ត្រូវការឆ្លើយតបទេប្រសិនបើនរណាម្នាក់កំពុងញុះញង់ដោយចេតនាសេចក្តីស្ងប់ស្ងាត់អាចមានឥទ្ធិពលជាងការឆ្លើយតបណាទាំងមូលសេចក្តីស្ងប់ស្ងាត់និយាយថាខ្ញុំមិនកំពុងលេងហ្គេមទេវាមិនមែនជាការខ្សោយទេវាគឺជាការគ្រប់គ្រងបន្ទាប់ពីផ្អាកមួយរយៈអ្នកអាចបង្វែរការសន្ទនាឬកំណត់ព្រំដែនមនុស្សពិបាកច្រើនតែរីកចម្រើនដោយសារប្រតិកម្មអារម្មណ៍ភាពស្ងៀមស្ងាត់របស់អ្នកធ្វើឲ្យពួកគេបាត់បង់ឥន្ធនៈរបស់ពួកគេការបង្វែរទិសដៅគឺជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពលមួយទៀតនៅពេលដែលនរណាម្នាក់ងាកទៅរកការស្ដីបន្ទោសការចោទប្រកាន់ឬការឈ្លោះប្រកែកគ្នាជួយបង្វែរទិសដៅពួកគេទៅរកបញ្ហាឬដំណោះស្រាយស្នូលឧទាហរណ៍ជួយយើងផ្ដោតលើការដោះស្រាយបញ្ហាមិនមែនការស្ដីបន្ទោសទេឬយើងបាននិយាយរួចហើយអំពីអ្វីដែលខុសឥឡូវនេះជួយយើងនិយាយអំពីរបៀបឆ្ពោះទៅមុខការបង្វែរទិសដៅការពារការជាប់គាំងនៃអារម្មណ៍វារក្សាដំណោះស្រាយការសន្ទនាឲ្យផ្ដោតអារម្មណ៍និងរឹងមាំការយល់ចិត្តគឺជាមហាអំណាចពាក្យសម្ដីអ្នកអាចមានការយល់ចិត្តនិងរឹងមាំក្នុងពេលតែមួយអ្នកអាចនិយាយថាខ្ញុំយល់ថាអ្នកមានអារម្មណ៍តានតឹងហើយខ្ញុំនៅតែត្រូវចាក់ចែងពីការសន្ទនានេះសម្រាប់ពេលនេះការយល់ចិត្តធ្វើឲ្យផលប៉ះពាល់នៃព្រំដែនរបស់អ្នកចុះខ្សោយវាបង្ហាញថាអ្នកមិនត្រជាក់ទេអ្នកគោរពខ្លួនឯងមនុស្សពិបាកភាគច្រើនមិនធ្លាប់មាននរណាម្នាក់ដែលមានចិត្តល្អនិងមានភាពម៉ឺងម៉ាត់ក្នុងពេលតែមួយនោះទេការរួមបញ្ចូលគ្នានោះធ្វើឲ្យពួកគេភ្ញាក់ផ្អើលតាមរបៀបល្អវាក៏សំខាន់ផងដែរក្នុងការកំណត់ព្រំដែនពាក្យសម្ដីត្រូវនិយាយឲ្យចំនិងច្បាស់លាស់ឧបមាថាខ្ញុំមិនអនុញ្ញាតឲ្យមានការហៅឈ្មោះក្នុងការសន្ទនាជាមួយខ្ញុំទេឬប្រសិនបើរឿងនេះបន្តដោយសំឡេងមិនគោរពខ្ញុំនឹងត្រូវបញ្ចប់ការហៅទូរស័ព្ទព្រំដែនត្រូវតែនិយាយយ៉ាងម៉ឺងម៉ាត់ហើយធ្វើតាមដោយសកម្មភាពកុំធ្វើការគំរាមកំហែងទទេត្រូវគោរពប៉ុន្តែមិនរង្គោះមនុស្សពិបាកសាកល្បងដែនកំណត់
ប្រសិនបើអ្នកមិនពង្រឹងដែនកំណត់របស់អ្នកទេពួកគេនឹងបន្តជំរុញប្រើបច្ចេកទេសបំបីកំណត់នៅពេលដែលនរណាម្នាក់បដិសេធមិនគោរពព្រំដែនរបស់អ្នកនិយាយសាររបស់អ្នកឡើងវិញដោយស្ងាត់ស្ងាត់មិនថាពួកគេព្យាយាមរារាំងវាប៉ុន្មានដងក៏ដោយខ្ញុំយល់ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ស្រួលក្នុងការបន្តការពិភាក្សានេះឥឡូវនេះទេខ្ញុំឮអ្នកប៉ុន្តែខ្ញុំបានសម្រេចចិត្តរួចហើយបច្ចេកទេសនេះដំណើរការព្រោះវាជៀសវាងការចូលរួមអារម្មណ៍និងពង្រឹងជំហររបស់អ្នកតាមរយៈភាពស៊ីសងសង្វាក់គ្នាในទីបញ្ចប់ពួកគេអស់ថាមពលវិធីសាស្ត្រមានប្រយោជន៍មួយទៀតគឺការបិទបាំងមានន័យថាការទទួលស្គាល់ផ្នែកខ្លះនៃអ្វីដែលអ្នកដទៃនិយាយខណៈពេលដែលមិនទទួលយកសេចក្តីថ្លែងការណ៍ទាំងអស់ប្រសិនបើនរណាម្នាក់និយាយថាអ្នកអត្តនិយមណាស់អ្នកមិនដែលជួយខ្ញុំទេអ្នកអាចឆ្លើយតបខ្ញុំអាចមើលឃើញពីរបៀបដែលវាអាចមើលទៅបែបនោះការឆ្លើយតបនេះមិនយល់ស្របឬប្រកែកទេវាទទួលស្គាល់ការយល់ដឹងរបស់ពួកគេដោយមិនបាត់បង់ជំហររបស់អ្នកវាបង្កើតកន្លែងទំនេរនិងបន្ថយល្បឿននៃបន្ទុកអារម្មណ៍ជៀសវាងការជាប់ពាក្យពន្ធនិងលបែងពាក្យឬជជែកវែកញែកជារង្វង់មនុស្សពិបាកច្រើនតែនិយាយឡើងវិញឬបំបាញ់ពាក្យដើម្បីទទួលបានការគ្រប់គ្រងអ្នកមិនចាំបាច់កែតម្រូវរាល់ការមិនពិតឬបញ្យល់ខ្លួនឯងម្ដងហើយម្ដងទៀតទេរៀនបញ្ចប់ការសន្ទនាដោយសុភាពរៀបរយនិយាយថាយើងកំពុងវិលជារង្វង់ចូលយើងពិនិត្យមើលរឿងនេះឡើងវិញនៅពេលក្រោយឬខ្ញុំបាននិយាយរួចហើយអំពីអ្វីដែលខ្ញុំត្រូវនិយាយខ្ញុំកំពុងដើរចេញឥឡូវនេះការបញ្ចប់ការសន្ទនាមិនមែនជាការជៀសវាងទេវាជាភាពជាអ្នកដឹកនាំប្រើភាសាវិជ្ជមានដែលផ្ដោតទៅលើមុខជំនួសឲ្យនិយាយថាអ្នកតែងតែធ្វើឲ្យរឿងរញ៉េរញ៉ៃនិយាយថាចូលយើងរកវិធីល្អបជាបែបទៀតនៅពេលក្រោយជំនួសឲ្យនិយាយថានេះគឺជាកំហុសរបស់អ្នកនិយាយថាតើយើងទាំងពីរអាចធ្វើអ្វីខុសគ្នាដើម្បីជៀសវាងរឿងនេះភាសាបង្កើតការយល់ដឹងនៅពេលដែលអ្នកប្រើពាក្យដោះស្រាយបញ្ហាដែលមានសង្ឃឹមអ្នកបង្កើតសុវត្ថិភាពផ្លូវចិត្តទោះបីជាជាមួយមនុស្សដែលពិបាកក៏ដោយរក្សាភាពស៊ីសងសង្វាក់គ្នាតាមផ្លូវអារម្មណ៍កុំនិយាយថាខ្ញុំសុខសប្បាយនៅពេលដែលអ្នកច្បាស់ជាខឹងកុំធ្វើដោយប្រព្រឹត្តខ្ញុំស្ងប់ខណៈពេលដែលរាងកាយរបស់អ្នកតានតឹងមនុស្សមានអារម្មណ៍ថាមានភាពមិនសុខថប់គ្នាតាមអារម្មណ៍ហើយវាបង្កើតការមិនទុកចិត្តប្រសិនបើអ្នកតូចចិត្តចូលទទួលវាដោយស្មោះត្រង់មិនបែងបន្ទោសចូលសម្រាញ់ថាខ្ញុំមានអារម្មណ៍ថាត្រូវគ្រប់គ្រងទៅតែម្ដងហើយខ្ញុំចង់ពិនិត្យមើលការសន្ទនានេះឡើងវិញនៅពេលក្រោយភាពស្មោះត្រង់នោះបង្កើតការគោរពមិនការទុកចិត្តទោះបីជាជាមួយអ្នកម្នាក់ដែលពិបាកក៏ដោយជាចុងក្រោយត្រូវបញ្ចប់ការសន្ទនាដ៏តានតឹងដោយសេចក្តីថ្លែងការណ៍មូលដ្ឋានខ្ញុំចង់ឲ្យយើងរកវិធីរកការដោះស្រាយទៅមុខខ្ញុំចាប់អារម្មណ៍នឹងការដោះស្រាយបញ្ហានេះដោយការគោរពចូលយើងសម្រាប់មួយរយៈហើយត្រឡប់មកមើលរឿងនេះឡើងវិញនៅពេលដែលយើងទាំងពីរស្ងប់ចិត្តជាងនេះសេចក្តីថ្លែងការណ៍ទាំងនេះបញ្ជាក់អំពីអន្តរកម្មនិងគោលបំណងមិនមែនជាការឈឺចាប់តែប៉ុណ្ណោះពួកវាបង្ហាញពីមជ្ឈលភាពនិងភាពជាអ្នកដឹកនាំលក្ខណៈពីរដែលមនុស្សពិបាកកម្ររំពឹងទុកប៉ុន្តែច្រើនតែឆ្លើយតបយូដូពាក្យសម្ដីមិនមែនអំពីការឆ្លើយតបល្អបំផុតទេវានិយាយអំពីការគ្រប់គ្រងអារម្មណ៍វានិយាយអំពីការរក្សាការស្ងប់ស្ងាត់ខណៈពេលដែលណែនាំការសន្ទនាវានិយាយអំពីការគោរពខ្លួនឯងគ្រប់គ្រាន់ដើម្បីនិយាយដោយកម្លាំងនិងច្បាស់លាស់ទោះបីជានរណាម្នាក់កំពុងព្យាយាមទាញអ្នកចូលទៅក្នុងភាពខុសឆ្វាយក៏ដោយរាល់ពាក្យដែលអ្នកជ្រើសរើសគឺជាការឆ្លុះបញ្ចាំងពីអំណាចខាងក្នុងរបស់អ្នកប្រើវាដោយឆ្លៀសវៃនិយាយមិនមែនដើម្បីឈ្នះទេប៉ុន្តែដើម្បីលើកកម្ពស់ការសន្ទនាលើសពីចំនួននៅក្នុងចម្ពោះបន្ទាប់យើងនឹងចូលទៅក្នុងព្រំដែននៃជាប់គៀងតើធ្វើឬមិនដើម្បីនិយាយថាទេដោយគ្មានកំហុសឬរឿងល្ខោននេះជាកន្លែងដែលអ្នករៀនចាក់សោវិន័យអារម្មណ៍និងពាក្យសម្ដីរបស់អ្នកជាមួយនឹងព្រំដែនដ៏រឹងមាំនិងយូរអង្វែងដែលការពារសន្តិភាពរបស់អ្នកចម្ពោះទី7ព្រំដែននៃជាប់គៀងតើធ្វើឬមិនដើម្បីនិយាយថាទេដោយគ្មានកំហុសឬរឿងល្ខោនព្រំដែនមិនមែនជាជញ្ជាំងដើម្បីរារាំងមនុស្សចេញនោះទេពួកវាគឺជាទ្វារដែលអនុញ្ញាតឲ្យមនុស្សត្រឹមត្រូវចូលនិងការពារអាកប្បកិរិយាខុសពួកគេគឺជាការប្រកាសអំពីអ្វីដែលអ្នកនឹងមិនអត់ឱនមនុស្សពិបាកជំរុញសាក់លបងនិងជារឿយៗមិនអារ៉ាពើនឹងព្រំដែនពីព្រោះពួកគេចិញ្ចឹមបន្ទាត់មិនច្បាស់លាស់បើគ្មានព្រំដែនទេអ្នកខ្លាយជាអស់កម្លាំងខាងអារម្មណ៍មានការអាក់បញ្ចិតនិងមានប្រតិកម្មជាមួយនឹងព្រំដែនដ៏រឹងមាំអ្នកខ្លាយជាស្ងប់ស្ងាត់ច្បាស់លាស់និងមានអំណាចការនិយាយថាទេមិនមែនជាភាពខូខើទេវាគឺជាភាពច្បាស់លាស់វាគឺជាការប្រកាសដ៏ក្លាហានមួយថាពេលវេលាថាមពលនិងសន្តិភាពរបស់អ្នកគឺពិសិដ្ឋហេតុផលធំបំផុតដែលមនុស្សតស៊ូជាមួយព្រំដែន
គឺកំហុសយើងត្រូវបានបង្រៀនឲ្យទាល់អតិភិបដល់ភាពសុខដុមរមនាសូម្បីតែក្នុងតម្លៃនៃភាពស្ងប់ស្ងាត់របស់យើងក៏ដោយប៉ុន្តែភាពសុខដុមរមនាដែលបង្កើតឡើងលើភាពស្ងៀមស្ងាត់មិនមែនជាសន្តិភាពទេវាជាការបង្ក្រាបរាល់ពេលដែលអ្នកនិយាយថាបាទឬក៏ចែនៅពេលដែលអ្នកចង់មានន័យថាទេអ្នកត្បត់ខ្លួនឯងរាល់ពេលដែលអ្នកអត់ឱនចំពោះអាកប្បកិរិយាពលដើម្បីរក្សាសន្តិភាពអ្នកនឹងបាត់បង់ចំណែកមួយរបស់អ្នកជំហានដំបូងក្នុងការកំណត់ព្រំដែនគឺការអនុញ្ញាតពីខាងក្នុងផ្ដល់ការអនុញ្ញាតឲ្យខ្លួនឯងការពារសុខមង្គលរបស់អ្នកដោយគ្មានចាំបាច់សុំទោសតម្រូវការរបស់អ្នកមិនមែនជារឿងអត្តនិយមទេវាជារឿងពិសិដ្ឋដើម្បីកំណត់ព្រំដែនដែលជាប់លាត់អ្នកត្រូវតែយល់ឲ្យច្បាស់អំពីអ្វីដែលអ្នកឲ្យតម្លៃប្រសិនបើអ្នកឲ្យតម្លៃការគោរពអ្នកមិនអាចអនុញ្ញាតឲ្យមានការហៅឈ្មោះបានទេប្រសិនបើអ្នកឲ្យតម្លៃពេលវេលាអ្នកត្រូវតែកំណត់ការរំខានប្រសិនបើអ្នកឲ្យតម្លៃសន្តិភាពអ្នកត្រូវតែការពារពីការលៀបចំអារម្មណ៍ព្រំដែនមិនមែនគ្រាន់តែជាសេចក្តីថ្លែងការណ៍នោះទេពួកវាគឺជាការឆ្លុះបញ្ចាំងពីតម្លៃដ៏ជ្រាលជ្រៅរបស់អ្នកនៅពេលដែលអ្នកដឹងពីអ្វីដែលមិនអាចចរចាបានរបស់អ្នកអាចទំនាក់ទំនងវាដោយទំនុកចិត្តភាពច្បាស់លាស់គឺជាអំណាចព្រំដែនមិនច្បាស់លាស់ធ្វើឲ្យមនុស្សច្រឡំនិងអញ្ជើញការតេះជំហានបន្ទាប់គឺការទំនាក់ទំនងព្រំដែនរបស់អ្នកដោយភាពរឹងមាំនិងស្ងប់ស្ងាត់ប្រើភាសាច្បាស់និងត្រង់ឧទាហរណ៍ខ្ញុំមិនទំនេរបន្ទាប់ពីម៉ោង 9 យប់សម្រាប់ការហៅទូរស័ព្ទជំនួសអាយតាខ្ញុំចង់ឲ្យវាប្រសើរឡើងប្រសិនបើអ្នកមិនទូរស័ព្ទមកយប់ពេកទេឧទាហរណ៍ខ្ញុំមិនមានអារម្មណ៍ថាមានការពិភាក្សាអំពីប្រធានបទនេះទេជំនួសឲ្យតាកុំចូលទៅក្នុងរឿងនោះឥឡូវនេះភាសារបស់អ្នកកាន់តែត្រង់នោះកន្លែងតិចសម្រាប់ការបកស្រាយឬការរៀបចំមនុស្សពិបាករីកចម្រើនក្នុងតំបន់ពណ៌ប្រផេះអ្នកត្រូវតែនិយាយក្នុងពណ៌ខ្មៅនិងសរំពឹងតែមានការរុញចុះចូលឡើងនៅពេលដែលអ្នកកំណត់ព្រំដែនមនុស្សពិបាកនឹងសាក់លបងវាពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសចំអោចអ្នកឬក៏ចោទអ្នកថាអត្តនិយមឬត្រចៀកនេះមិនមែនជាសញ្ញាបង្ហាញថាព្រំដែនរបស់អ្នកខុសនោះទេវាជាសញ្ញាមួយបង្ហាញថាព្រំដែនរបស់អ្នកកំពុងដំណើរការរុញចូលឡើងគឺជាផ្នែកមួយនៃការបង្អាប់វាមានន័យថាអ្នកកំពុងរំខាននឹងធម្មតាដែលពួកគេទទួលបានប្រយោជន៍រក្សាសេចក្តីស្ងប់ស្ងាត់កុំពន្យល់ពាក្យប្លង់ព្រំដែនមិនត្រូវការយុត្តិធម៌ទេសន្តិភាពរបស់អ្នកគឺគ្រប់គ្រាន់ហើយភាពស៊ីសង្វាងគឺជាអ្វីដែលធ្វើឲ្យព្រំដែនជាប់គ្នាប្រសិនបើអ្នកនិយាយថាខ្ញុំមិនអត់ឱនចំពោះការរែកនោះទេប៉ុន្តែអនុញ្ញាតឲ្យវានៅពេលក្រោយពាក្យសម្ដីរបស់អ្នកបាត់បង់អំណាចប្រសិនបើអ្នកនិយាយថាខ្ញុំមិនធ្វើការងារបន្ថែមនៅចុងសប្តាហ៍ទេប៉ុន្តែចេញសម្ពាធគ្រប់គ្រាន់ព្រំដែនរបស់អ្នកคล้ายទៅជាការឲ្យយោបល់មិនមែនជាមាត្រដ្ឋានទេមនុស្សពិបាកកំពុងមើលសកម្មភាពរបស់អ្នកច្រើនជាងពាក្យសម្ដីរបស់អ្នកការតាមដានរបស់អ្នកបង្រៀនពួកគេអំពីរបៀបប្រព្រឹត្តទៅលើអ្នកប្រសិនបើអ្នកញ័រពួកគេនឹងបន្តរុញច្រានប្រសិនបើអ្នកនៅតែស៊ីសង្វាក់គ្នាពួកគេនឹងកែសម្រួលឬចាក់ចេញនៅទីបំផុតប្រើបច្ចេកទេសបំបែកកំណត់ត្រានៅពេលដែលនរណាម្នាក់បដិសេធមិនគោរពព្រំដែនរបស់អ្នកចូលធ្វើវាឡើងវិញដោយស្ងប់ស្ងាត់ឧបមាថាខ្ញុំបានធ្វើការសម្រេចចិត្តរបស់ខ្ញុំច្រើនដងតាមតម្រូវការកុំចូលរួមក្នុងការវែកញែកគ្មានទីបញ្ចប់កុំត្រូវបានទាញចូលទៅក្នុងការឆ្លោះប្រកែកគ្នាខាងអារម្មណ៍រក្សាសម្លេងរបស់អ្នកឲ្យស្ងប់ស្ងាត់ហើយសាររបស់អ្នកឲ្យអោយគ្នាតាមពេលវេលានេះបង្ហាញថាព្រំដែនរបស់អ្នកមិនមែនជាការជជែកវែកញែកទេវាជាស្តង់ដាររឹងមាំមិនមែនជាសំណើដែលអាចបត់បែនបានទេព្រំដែនក៏ត្រូវតែរួមបញ្ចូលផលវិបាកផងដែរប្រសិនបើនរណាម្នាក់ឆ្លងកាត់ព្រំដែនរបស់អ្នកត្រូវតែធ្វើសកម្មភាពកុំគំរាមកំហែងធ្វើសកម្មភាពប្រសិនបើនរណាម្នាក់បន្តប្រមាថអ្នកសូមបញ្ចប់ការសន្ទនាប្រសិនបើនរណាម្នាក់បន្តមកដាល់យឺតសូមឈប់រងចាំប្រសិនបើនរណាម្នាក់មិនអើពើនឹងពេលវេលារបស់អ្នកសូមឈប់ផ្ដាល់វាផលវិបាកពង្រឹងថាព្រំដែនរបស់អ្នកមិនមែនជានិមិត្តរូបទេពួកគេសកម្មមនុស្សពិបាកគោរពតែផលវិបាកប៉ុណ្ណោះពាក្យសម្ដីតែម្នាក់ឯងមានន័យតិចតួចសម្រាប់ពួកគេព្រំដែនដ៏ខ្លាំងបំផុតមួយគឺការផ្ដាច់ខ្លួនខាងអារម្មណ៍នេះមិនមានន័យថាអ្នកឈប់យកចិត្តទុកដាក់នោះទេវាមានន័យថាអ្នកឈប់យកចិត្តទុកដាក់អ្នកឈប់ស្រូបយកអារម្មណ៍របស់ពួកគេជាការទទួលខុសត្រូវរបស់អ្នកឈប់ប្រតិកម្មចំពោះកំហុសឆ្គងការខឹងសម្បាឬការរៀបចំរបស់ពួកគេអ្នកនៅតែមានចិត្តល្អប៉ុន្តែមិនជាប់ពាក់ព័ន្ធអ្នកបដូរការយល់ចិត្តប៉ុន្តែមិនមែនសន្តិភាពរបស់អ្នកទេអ្នកដើរចេញនៅពេលដែលការគោរពត្រូវបានបាត់បង់ការផ្ដាច់ខ្លួនចេញពីអារម្មណ៍ផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់និងអំណាចពីព្រោះវាដាក់ថាមពលរបស់អ្នកមកវិញនៅក្នុងដៃរបស់អ្នករៀននិយាយថាទេដោយគ្មានទម្ងន់នៃការពន្យល់ទេគឺជាប្រយោគពេញលេញអ្នកមិនចាំបាច់ជំពាក់ហេតុផលវែងឆ្ងាយទេ
អ្នកមិនចាំបាច់កោពីការសម្រេចចិត្តរបស់អ្នកទេអ្នកពន្យល់កាន់តែច្រើនពួកគេកាន់តែមានកន្លែងជជែកវែកញែកជាមួយអ្នកមនុស្សពិបាកច្រើនតែប្រើការពន្យល់របស់អ្នកប្រឆាំងនឹងអ្នកធ្វើវាឲ្យសាមញ្ញទេខ្ញុំមិនអាចទេវាមិនដំណើរការសម្រាប់ខ្ញុំទេខ្ញុំមិនសម្រួលនឹងរឿងនោះនិយាយវាដែលស្ងប់ស្ងាត់ហើយទុកឲ្យភាពស្ងៀមស្ងាត់នៅស្ងៀមពេលខ្លះព្រំដែនដ៏មានឥទ្ធិពលបំផុតគឺចម្ងាយប្រសិនបើនរណាម្នាក់បន្តមិនគោរពដែនកំណត់របស់អ្នកទោះបីជាអ្នកខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយអ្នកមានសិទ្ធិគ្រប់គ្នាក្នុងការបង្កើតកន្លែងឬដើរចេញទាំងស្រុងគ្មានទំនាក់ទំនងណាដែលមានតម្លៃសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកទេអ្នកមិនចាំបាច់ស្អប់នរណាម្នាក់ដើម្បីដើរចេញពីពួកគេទេអ្នកនៅតែស្រឡាញ់ពួកគេហើយលែងពួកគេចោលមនុស្សមួយចំនួនរៀនតម្លៃនៃការគោរពលុះត្រាតែពួកគេបាត់បង់សិទ្ធិចូលប្រើវត្តមានរបស់អ្នកព្រំដែនក៏អនុវត្តចំពោះពិភពខាងក្នុងរបស់អ្នកដែរការពារគំនិតរបស់អ្នកពីការមីងីខ្លួនឯងកំណត់ដែនកំណត់លើការរិះគន់ខាងក្នុងរបស់អ្នកកុំអនុញ្ញាតឲ្យកំហុសរៀបរាប់ពីសកម្មភាពរបស់អ្នកកុំឲ្យការភ័យខ្លាចគ្របសង្កត់តម្លៃរបស់អ្នកនិយាយទៅកាន់ខ្លួនឯងដោយចិត្តសប្បុរសនិងក្លាហានព្រំដែនខាងក្នុងកំណត់ថាអ្នកផ្ដល់កន្លែងអារម្មណ៍ប៉ុណ្ណាទៅកាន់មនុស្សពិបាកទោះបីជាពួកគេមិននៅជុំវិញក៏ដោយអ្នកប្រសិនបើអ្នកបន្តនិយាយឡើងវិញពាក្យសម្ដីរបស់ពួកគេក្នុងក្បាលរបស់អ្នកពួកគេនៅតែគ្រប់គ្រងអ្នកកំណត់ដែនកំណត់សម្រាប់ចិត្តថាតើគំនិតអ្វីដែលលែងស្វាគមន៍ក្នុងចិត្តរបស់អ្នកព្រំដែនមិនមែននិយាយអំពីការផ្លាស់ប្ដូរនរណាម្នាក់ទេពួកវានិយាយអំពីការគោរពខ្លួនឯងពួកវានិយាយអំពីការបង្កើតជីវិតដែលសន្តិភាពការគោរពនិងភាពស្ងប់ស្ងាត់អាចដកដង្ហើមបានអ្នកបង្រៀនមនុស្សពីរបៀបប្រព្រឹត្តជាមួយអ្នកដោយអ្វីដែលអ្នកទាំធាត់រាល់ពេលដែលអ្នករក្សាព្រំដែនអ្នកបង្រៀនខ្លួនឯងថាអ្នកសាក់ដីសម្រាប់សេចក្តីថ្លៃថ្នូរហើយមេរៀននោះតាមពេលវេលាផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងចម្ពោះខាងមុខយើងនឹងស្វែងរកគំរូទុកស័យការកំណត់អត្តសញ្ញាណទង់ក្រហមស្រដិបមុនពេលដែលវាផ្ទុះឡើងអ្នកនឹងរៀនពីរបៀបសម្គាល់ការរៀបចំតាំងពីដំបូងយល់ពីយុទ្ធសាស្ត្រផ្លូវចិត្តរបស់មនុស្សពលហើយការពារខ្លួនឯងពីអន្ទរអារម្មណ៍ចំពោះទី8គម្រោពលកំណត់អត្តសញ្ញាណទង់ក្រហមដ៏ស្រទន់មុនពេលវាផ្ទុះឡើងមនុស្សពលគម្រោប្រកាសខ្លួនឯងជាមួយនឹងភ្លើងភ្លឹកផ្លែតេតនិងសញ្ញាប្រមានពួកគេមិនចូលមកក្នុងជីវិតរបស់អ្នកដោយស្រែកថាក្នុងនៃទីនេះដើម្បីរៀបចំគ្រប់គ្រងឬបង្ហូរអ្នកទេពួកគេរអិលចូលដោយភាពតាក់ទាញភាពស្រទន់និងរបាំងមកធម្មតាពួកគេលាយឡំគ្នាហាក់ដូចជាមានប្រយោជន៍ហើយជារឿយធ្វើពុតជាមិត្តរបស់អ្នកប៉ុន្តែយូរទៅលំនាំលេចឡើងសញ្ញាតូចដែលធ្វើឲ្យមិនស្រួលដែលបង្ហាញថាមានអ្វីមួយខុសប្រក្រតីរាងកាយរបស់អ្នកមានអារម្មណ៍តានតឹងនៅជុំវិញពួកគេចិត្តរបស់អ្នកមានអារម្មណ៍ស្រពេចស្រពិលបន្ទាប់ពីនិយាយជាមួយពួកគេអ្នកឃើញថាខ្លួនឯងសង្ស័យលើការចងចាំរបស់អ្នកស្មានឡើងវិញនៃការសម្រេចចិត្តរបស់អ្នកឬព្យាយាមបញ្ជាក់តម្លៃរបស់អ្នកជានិច្ចទាំងនេះមិនមែនជារឿងចៃដន្យទេទាំងនេះគឺជាទម្រុយទង់ក្រហមដំបងគឺភាពមិនស៊ីសង្ឃគ្នារ៉ាំរ៉ៃពួកគេនិយាយរឿងមួយហើយធ្វើរឿងមួយទៀតពាក្យសម្ដីរបស់ពួកគេពោពេញដោយការសន្យាប៉ុន្តែសកម្មភាពរបស់ពួកគេពោពេញដោយលេសពួកគេបង្ហាញខ្លួននៅពេលពួកគេត្រូវការអ្វីមួយប៉ុន្តែបាត់ខ្លួននៅពេលដែលអ្នកត្រូវការការគាំទ្រពួកគេចូលចិត្តបំផ្ទុះអ្នកដោយសេចក្តីសប្បុរសប៉ុន្តែដកវាចេញនៅពេលដែលអ្នកកំណត់ព្រំដែនសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់ពួកគេគឺផ្អែកលើលក្ខខណ្ឌថាតើអ្នកបម្រើអត្តារបស់ពួកគេបានល្អប៉ុណ្ណាភាពមិនស៊ីសងឈ្នានីសធ្វើឲ្យអ្នកមិនមានតុល្យភាពអ្នកមិនដែលដឹងថាអ្នកឈរនៅទីណាទេដូច្នេះអ្នកនៅតែថប់បារម្ភព្យាយាមកាន់តែខ្លាំងដើម្បីទទួលបានការយល់ព្រមពីពួកគេនេះមិនមែនជាសេចក្តីស្រឡាញ់ទេវាជាការគ្រប់គ្រងអារម្មណ៍ទង់ក្រហមមួយទៀតគឺការដុតឧស្ម័ននេះគឺជាទម្រង់នៃការរៀបចំផ្លូវចិត្តដ៏ស្រទន់ប៉ុន្តែមានឥទ្ធិពលដែលមនុស្សពលធ្វើឲ្យអ្នកសង្ស័យពីការពិតរបស់អ្នកនិយាយថាវាធ្វើឲ្យខ្ញុំឈឺចាប់ហើយពួកគេឆ្លើយថាអ្នកងាយប្រតិកម្មពេកអ្នកនិយាយថាអ្នកបានសន្យាថានឹងនៅទីនោះហើយពួកគេឆ្លើយថាអ្នកមិនដែលនិយាយបែបនោះទេអ្នកចាប់ផ្ដើមសួរសំណួរអំពីការចងចាំអារម្មណ៍និងសភាវគតិរបស់អ្នកយូរទៅភ្លើងហ្គេធ្វើឲ្យខូចទំនុកចិត្តរបស់អ្នកហើយជួបអ្នកក្នុងការសង្ស័យលើខ្លួនឯងទំនាក់ទំនងដែលមានសុខភាពល្អធ្វើឲ្យអារម្មណ៍របស់អ្នកមានសុពលភាពទំនាក់ទំនងពលលុបវាចោលមនុស្សពលច្រើនតែប្រែត្រីកោណដើម្បីបង្កើតរឿងល្ខោននិងការបែងចែកពួកគេនឹងនិយាយអំពីអ្នកតែកាន់អ្នកដទៃនៅពីក្រោយខ្នងរបស់អ្នកបន្ទាប់មកនាំយកកំណែបង្ខូចត្រង់នៃអ្វីដែលអ្នកដទៃនិយាយអំពីអ្នក
ពួកគេលេងមនុស្សប្រឆាំងគ្នាទៅវិញទៅមកដើម្បីរក្សាការគ្រប់គ្រងនិងរក្សាអ្នកឲ្យនៅដាច់ឡែកយុទ្ធសាស្ត្រនេះបង្កើតការភ័ន្តច្រឡំនិងបង្ខំអ្នកឲ្យស្វែងរកការផ្ទៀងផ្ទាត់ពីមនុស្សដែលបង្កឲ្យមានភាពវឹកវរប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងស្ថិតក្នុងសង្គ្រាមស្ងាត់ឬការអាក់អន់ចិត្តដែលលាក់កំបាំងត្រីកោណអាចនឹងកើតឡើងការគ្រប់គ្រងដែលខ្លែងបង្កើតជាការយកចិត្តទុកដាក់ជាទង់ក្រហមមួយទៀតមនុស្សពលអាចនិយាយថាខ្ញុំគ្រាន់តែបារម្ភពីអ្នកជាមធ្យោបាយដើម្បីឈ្លានយកភាពឯកជនរបស់អ្នកពួកគេអាចកំណត់ការគ្រប់គ្រងរបស់ពួកគេជាសេចក្តីស្រឡាញ់ដោយនិយាយថាខ្ញុំកំពុងធ្វើបែបនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែការយកចិត្តទុកដាក់ពិតប្រាកដគោរពស្វ័យភាពរបស់អ្នកការថែទាំពលរៀបចំអ្នកឲ្យពឹងផ្អែកវាធ្វើឲ្យអ្នកមានអារម្មណ៍ថាតូចតាចអត់សមត្ថភាពនិងជំពាក់បណ្ដិលប្រសិនបើនរណាម្នាក់តែងតែមិនទុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការគិតឬសម្រេចចិត្តដោយខ្លួនឯងពួកគេមិនបានជួយអ្នកឲ្យរីកចម្រើនពួកគេកំពុងរក្សាអ្នកឲ្យនៅក្រោមមេដៃរបស់ពួកគេសូមប្រយ័ត្នប្រយែងអំពីអាកប្បកិរិយាឈ្លានគ្នាមនុស្សពលច្រើនតែប្រើការចំអកឬសរសើរពីក្រោយដើម្បីធ្វើឲ្យអ្នកឈឺចាប់ដោយមិនចាំបាច់ឆ្លក់គ្នាដោយផ្ទាល់ពួកគេអាចនិយាយថាអស្ចារ្យណាស់អ្នកពិតជាបានធ្វើអ្វីមួយត្រឹមត្រូវម្ដងពួកគេធ្វើជាការសរសើរប្រកបដោយបេក្ខសោមដែលប្រជុតជើងអោជាថាអ្នកមិនដែលធ្វើអ្វីត្រឹមត្រូវទេប្រសិនបើអ្នកធ្វើបែបហ្នឹងអ្នកនឹងមានអារម្មណ៍ថាមិនច្បាស់នឹងចេតនានិងអារម្មណ៍របស់ពួកគេជារឿយឬខ្ញុំគិតថាសម្លៀកបំពាក់នោះមានភាពក្លាហានក្នុងវិធីចម្លែកមួយមតិយោបល់ទាំងនេះអាចហាក់ដូចជារឿងតូចតាចប៉ុន្តែវាជាគ្រាប់ពូជនៃការសង្ស័យការឈ្លានពានអាកម្មបង្កើតបរិយាកាសមួយដែលអ្នកមិនប្រកាសថាមាននរណាម្នាក់កំពុងលេងសើចរិះគន់ឬសាកល្បងអ្នកឬអត់ការប្រស្រ័យទាក់ទងដែលមានសុខភាពល្អគឺច្បាស់លាស់ការប្រស្រ័យទាក់ទងដែលមានជាតិពុលធ្វើឲ្យច្របូរច្របល់និងរលាយបាត់ការគំរាមកំហែងផ្នែកអារម្មណ៍គឺជាគំរូមួយផ្សេងទៀតដែលត្រូវទទួលស្គាល់នេះរួមទាំងការធ្វើឲ្យអ្នកមានអារម្មណ៍ខុសការធ្វើឲ្យអ្នកអាម៉ាស់ឬធ្វើឲ្យអ្នកមានអារម្មណ៍ថាទទួលខុសត្រូវចំពោះអារម្មណ៍របស់ពួកគេប្រសិនបើអ្នកពិតជាស្រឡាញ់ខ្ញុំមែនអ្នកនឹងធ្វើបែបនេះសម្រាប់ខ្ញុំមិនជឿថាអ្នកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបនេះបន្ទាប់ពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើនោះសេចក្តីថ្លែងការណ៍ទាំងនេះមិនមែនអំពីស្នេហាទេពួកគេនិយាយអំពីការគ្រប់គ្រងមនុស្សដែលមានជាតិពុលបានប្រើអាវុធដើម្បីយល់ចិត្តអ្នកពួកគេដឹងថាអ្នកមិនចង់ធ្វើបាបនរណាម្នាក់ទេដូច្នេះពួកគេរៀបចំសភាវគតិនោះដើម្បីធ្វើឲ្យអ្នកជាប់គាំងក្នុងការអនុលោមតាមការទម្លាក់គ្រាប់បែកស្នេហាគឺជាសញ្ញាព្រមានដំបូងមួយទៀតវាជាទឹកជំនន់ដ៏ខ្លាំងក្លានិងលើសលប់នៃការស្រឡាញ់ការសរសើរនិងការយកចិត្តទុកដាក់ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកយ៉ាងឆាប់រហ័សវាមានអារម្មណ៍វេទមន្តដូចជាអ្នកបានរកឃើញនរណាម្នាក់ដែលពិតជាឃើញអ្នកមែនប៉ុន្តែដំណាក់កាលនេះមិនស្ថិតស្ថេរនៅពេលដែលពួកគេមានអារម្មណ៍ថាពួកគេបានវិនិយោគលើអារម្មណ៍របស់អ្នកសេចក្តីស្រឡាញ់នឹងរសាត់បាត់ទៅហើយការគ្រប់គ្រងចាប់ផ្ដើមប្រសិនបើអ្នកធ្វើសកម្មភាពលឿនពេកខាងផ្លូវចិត្តព្យាយាមធ្វើឲ្យអ្នកពឹងផ្អែកលើពួកគេយ៉ាងឆាប់រហ័សឬផ្ដល់អំណោយនឹងការសរសើរដល់អ្នកតាំងពីដំបូងចូលប្រយ័ត្នការតកំណត់ពិតប្រាកដត្រូវការពេលវេលាការរៀបចំភាពស្និទ្ធស្នាលប្រញាប់ប្រញាល់ធ្វើឲ្យភាពស្និទ្ធស្នាលប្រញាប់ប្រញាល់ដើម្បីទទួលបានការគ្រប់គ្រងមនុស្សពលច្រើនតែដើរតួជាជនរងគ្រោះមិនថាមានអ្វីកើតឡើងពួកគេបង្វិលរឿងរ៉ាវដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាអ្នកដែលត្រូវបានធ្វើបាបពួកគេមិនដែលទទួលខុសត្រូវឡើយប្រសិនបើអ្នកហៅពួកគេចេញពួកគេនឹងនិយាយថាអ្នកកំពុងវាយប្រហារពួកគេប្រសិនបើពួកគេធ្វើឲ្យអ្នកឈឺចាប់ពួកគេនឹងនិយាយថាអ្នកយល់ច្រឡំផ្នត់គំនិតជនរងគ្រោះនេះគឺជាខែលដែលពួកគេប្រើដើម្បីជៀសវាងការទទួលខុសត្រូវនិងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាមនុស្សអាក្រក់យូរទៅអ្នកអាចឃើញថាខ្លួនឯងសំទោសជានិច្ចទោះបីជាអ្នកមិនធ្វើអ្វីខុសក៏ដោយការរារាំងនិងការប្រព្រឹត្តដោយស្ងៀមស្ងាត់ក៏ជាទង់ក្រហមផងដែរនៅពេលដែលមនុស្សពិបាកម្នាក់មិនទទួលបានអ្វីដែលពួកគេចង់បានពួកគេបិទការទំនាក់ទំនងទាំងស្រុងពួកគេមិនអើពើនឹងសាររបស់អ្នកជៀសវាងការតាក់ទងភ្នែកឬមិនផ្ដល់ភាពត្រជាក់ដល់អ្នកនេះមិនមែននិយាយអំពីការត្រជាក់ចិត្តនោះទេវាជាទម្រង់នៃការដាក់ទណ្ឌកម្មវាត្រូវបានរចនាឡើងដើម្បីធ្វើឲ្យអ្នកមានការថប់បារម្ភមិនប្រកបនិងអស់សង្ឃឹមក្នុងការជួសជុលអ្វីទោះបីជាអ្នកមិនមានកំហុសក៏ដោយមនុស្សដែលមានសុខភាពល្អបង្ហាញពីអារម្មណ៍របស់ពួកគេមនុស្សពុលមិនយកវាជាអាវុធ
ការព្យាករណ៍គឺជាយុទ្ធសាស្ត្រដ៏ស្រទន់ប៉ុន្តែមានគ្រោះថ្នាក់មនុស្សពលនឹងចោទប្រកាន់អ្នកពីអាកប្បកិរិយាដែលពួកគេមានកំហុសប្រសិនបើពួកគេកុហកពួកគេនឹងហៅអ្នកថាមិនស្មោះត្រង់ប្រសិនបើពួកគេរៀបចំពួកគេនឹងអះអាងថាអ្នកកំពុងព្យាយាមគ្រប់គ្រងពួកគេការព្យាករណ៍គឺជាមធ្យោបាយមួយដើម្បីបង្វឹកការស្ដីបន្ទោសនិងធ្វើឲ្យអ្នកមានការភ័ន្តច្រឡំប្រសិនបើអ្នកមានអារម្មណ៍ជានិច្ចថាអ្នកកំពុងត្រូវបានស្ដីបន្ទោសចំពោះអ្វីដែលអ្នកមិនបានធ្វើឬអ្នកកំពុងត្រូវបានគេលាបពណ៌ថាជាមនុស្សអាក្រក់សូមថយក្រោយហើយវាយតម្លៃថាតើអ្នកកំពុងដោះស្រាយជាមួយនឹងការព្យាករណ៍ឬអត់គំរូមួយទៀតគឺរឿងល្ខោនឥតឈប់ឈរមនុស្សពលរីកចម្រើនក្នុងភាពវឹកវរប្រសិនបើអ្វីៗមានសន្តិភាពពេកពួកគេនឹងបង្កើតចំនួនដើម្បីទទួលបានការចាប់អារម្មណ៍ឬការគ្រប់គ្រងឡើងវិញពួកគេញុះញង់ភាពតានតឹងបង្កើនបញ្ហាតូចតាចឬបង្កើតបញ្ហាចេញពីខ្យល់ស្ទើងអ្នកនឹងឃើញខ្លួនឯងដើរលើសម្បកសួតតែងតែត្រៀមខ្លួនសម្រាប់ការផ្ទុះបន្ទាប់ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងផ្លូវចិត្តគ្រាន់តែព្យាយាមរក្សាសន្តិភាពអ្នកមិនស្ថិតក្នុងទំនាក់ទំនងដែលមានស្ថិរភាពទេអ្នកកំពុងគ្រប់គ្រងភាពមិនដំណើរការពួកគេក៏កាត់បន្ថយសមិទ្ធផលរបស់អ្នកនិងបដូរការផ្ដោតអារម្មណ៍ទៅខ្លួនឯងនៅពេលអ្នកចែករំលែកដំណឹងល្អពួកគេធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនអើពើវាឬផ្លាស់ប្ដូរប្រធានបទយ៉ាងឆាប់រហ័សពួកគេមានអារម្មណ៍ថាត្រូវបានគំរាមកំហែងដោយការរីកចម្រើនរបស់អ្នកដូច្នេះពួកគេមើលស្រាលវានេះធ្វើឲ្យអ្នកតូចតាចមិនប្រកបនិងពឹងផ្អែកមិត្តភ័ក្តិនឹងដៃគូពិតប្រាកដអាប់អរសាទរជ័យជំនះរបស់អ្នកមនុស្សពលមើលងាយពួកគេដើម្បីរក្សាការគ្រប់គ្រងជឿទុកចិត្តលើពោះវៀនរបស់អ្នករាងកាយរបស់អ្នកជារឿយនឿយមានអារម្មណ៍ថាមានជាតិពុលមុនពេលចិត្តរបស់អ្នកអាចបែកញែកវាបានប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំងច្របល់ច្រឡំឬថប់បារម្ភនៅជុំវិញនរណាម្នាក់ជាប់លាប់នោះគឺជាទិន្នន័យកុំប្រងើយកណ្ដោយវាមនុស្សពិបាកគឺជាអ្នកជំនាញក្នុងការលាយបញ្ចូលគ្នានៃការរៀបចំជាមួយនឹងភាពតាក់ទាញប៉ុន្តែគំរូមិនកុហកទេប្រសិនបើវត្តមានរបស់ពួកគេនាំមកនូវភាពតានតឹងច្រើនជាងសន្តិភាពច្របល់ច្រឡំច្រើនជាងភាពច្បាស់លាស់ការភ័យខ្លាចច្រើនជាងស្នេហាអ្នកកំពុងដោះស្រាយជាមួយនឹងជាតិពុលការរកឃើញទង់ក្រហមទាំងនេះតាំងពីដំបូងផ្ដល់ឲ្យអ្នកមានអំណាចវាអនុញ្ញាតឲ្យអ្នកការពារសន្តិភាពរបស់អ្នកការពារធម៌ពលរបស់អ្នកនិងចាក់ចិនមុនពេលការខូចខាតកាន់តែធ្ងន់ធ្ងរការយល់ដឹងគឺជាខែលរបស់អ្នកមិនអាចផ្លាស់ប្ដូរមនុស្សពលបានទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរភាពជិតស្និទ្ធរបស់អ្នកចំពោះពួកគេនៅក្នុងចម្ពោះបន្ទាប់យើងនឹងស្វែងយល់អំពីការព្យាបាលពីខាងក្នុងចិនកសាងទំនុកចិត្តឡើងវិញបន្ទាប់ពីការខូចខាតផ្លូវចិត្តអ្នកនឹងរៀនពីរបៀបកសាងអារម្មណ៍ខ្លួនឯងឡើងវិញស្តារទំនុកចិត្តលើវិចារណញ្ញាណរបស់អ្នកនឹងងើបឡើងពីសំណល់អារម្មណ៍ដែលបន្សល់ទុកដោយមនុស្សពិបាកជំពូកទី9ការព្យាបាលពីខាងក្នុងចិនកសាងទំនុកចិត្តឡើងវិញបន្ទាប់ពីការខូចខាតផ្លូវចិត្តនៅពេលដែលអ្នកបានចំណាយពេលនៅជុំវិញមនុស្សពិបាកពិភពលោកខាងក្នុងរបស់អ្នកច្រើនតែមានស្លាកស្នាមអ្នកអាចមើលទៅល្អនៅខាងក្រៅញញឹមដំណើរការល្អសូម្បីតែរីកចម្រើននៅក្នុងតំបន់ខ្លះប៉ុន្តែនៅក្នុងជម្រៅខាងក្នុងសំណក់ស្ងាត់មួយបានកើតឡើងទំនុកចិត្តរបស់អ្នកត្រូវបានកាត់ចិនតម្លៃខ្លួនឯងរបស់អ្នកត្រូវបានសួរវិចារណញ្ញាណរបស់អ្នកត្រូវបានបិទអន្តរកម្មពលមិនត្រឹមតែធ្វើឲ្យអារម្មណ៍របស់អ្នកឈឺចាប់នោះទេពួកវាភ្ជាប់ជំនឿរបស់អ្នកឡើងវិញអំពីអ្នកជានរណានិងអ្វីដែលអ្នកស័ក្តិសមនឹងទទួលបានការព្យាបាលមិនមែនគ្រាន់តែជាការបន្តទៅមុខនោះទេវានិយាយអំពីការទាមទារយកបំណែកនៃខ្លួនឯងដែលត្រូវបានគេលួចជំហានដំបូងក្នុងការព្យាបាលគឺការផ្ទៀងផ្ទាត់បទពិសោធន៍របស់អ្នកមនុស្សពិបាកចិត្តច្រើនតែបដិសេធការពិតរបស់អ្នកខ្លាំងពេករហូតដល់អ្នកចាប់ផ្ដើមសង្ស័យវាដោយខ្លួនឯងអ្នកប្រហែលជាឆ្ងល់ថាតើរឿងរ៉ាវពិតជាអាក្រក់មែនឬអត់អ្នកប្រហែលជាគិតថាអ្នកកំពុងប្រតិកម្មហួសហេតុពេកប៉ុន្តែភាពច្របូលច្របល់ការថប់បារម្ភការអស់កម្លាំងផ្លូវចិត្តទាំងនោះគឺជារឿងពិតពួកវាជាសំណល់នៃការរៀបចំមិនមែនជាការស្រមៃទេចូលនិយាយវាទៅកាន់ខ្លួនឯងឲ្យច្បាស់អ្វីដែលខ្ញុំបានឆ្លងកាត់គឺជាការពិតហើយវាសំខាន់នេះមិនមែននិយាយអំពីការស្ដីបន្ទោសនោះទេវានិយាយអំពីការទទួលស្គាល់អ្នកមិនអាចព្យាបាលអ្វីដែលអ្នកមិនបញ្ចេញឈ្មោះបានទេជំហានទីគឺការបំបែកអត្តសញ្ញាណរបស់អ្នកចេញពីនិទានកថារបស់ពួកគេមនុស្សពលគឺជាអ្នកជំនាញខាងការពារប្រយោគពួកគេនិយាយថាអ្នកងាយរងគ្រោះពេកមានអារម្មណ៍ខ្លាំងពេកនិងត្រូវការពេកយូរទៅអ្នកចាប់ផ្ដើមជឿពួកគេសំឡេងរបស់ពួកគេคล้ายទៅជាសំឡេងខាងក្នុងរបស់អ្នក
អ្នកយកការវិនិច្ឆ័យរបស់ពួកគេដូចជាទម្ងន់លើព្រុលអ្នកប៉ុន្តែនេះជាការពិតគំនិតរបស់ពួកគេមិនមែនជាការពិតទេពួកគេជាឧបករណ៍នៃការគ្រប់គ្រងភាពប្រស័យរបស់អ្នកមិនមែនជាខ្វះកំសោយទេវាជាការយល់ដឹងអារម្មណ៍របស់អ្នកមិនមែនជាគុណវិបត្តិទេពួកគេជាសញ្ញាតម្រូវការរបស់អ្នកមិនមែនជាបន្ទុកនោះទេពួកគេជាព្រំដែនអ្នកមិនមែនជាអ្នកដែលពួកគេនិយាយថាអ្នកជានោះទេអ្នកគឺជាអ្នកដែលអ្នកសម្រេចចិត្តខ្លាយជាបន្ទាប់មកកសាងទំនុកចិត្តឡើងវិញលើវិចារណញ្ញាណរបស់អ្នកផលប៉ះពាល់ដ៏គ្រោះថ្នាក់បំផុតនៃការដោះស្រាយជាមួយមនុស្សដែលមានល្បិចគឺរបៀបដែលវាផ្ដាត់អ្នកចេញពីត្រីវិស័យខាងក្នុងរបស់អ្នកឈប់ទុកចិត្តលើសញ្ចត្តញ្ញាណរបស់អ្នកមិនអើអាវទៅនឹងធុងក្រហមអ្នកបាំងកំណោះហួសហេតុនិងបង្រៀកហួសហេតុការព្យាបាលតម្រូវឲ្យវិវត្តត្រឡប់ទៅកាន់ពូរបស់អ្នកវិញចាប់ផ្ដើមដោយកត់សម្គាល់ពីរបៀបដែលរាងកាយរបស់អ្នកឆ្លើយតបទៅនឹងស្ថានភាពតើអ្នកមានអារម្មណ៍តានតឹងក្នុងទ្រូងរបស់អ្នកជាប់ក្នុងក្រពះរបស់អ្នកឬមានអារម្មណ៍ធ្លូថ្លាទេរាងកាយរបស់អ្នកផ្ទុកប្រាជ្ញាវាចងចាំរៀនស្ដាប់ម្ដងទៀតបង្កើតព្រំដែនរបស់អ្នកឡើងវិញមនុស្សពិបាកចិត្តច្រើនតែបំពេញពួកគេធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកំណោះក្នុងការអះអាងអំពីតម្រូវការរបស់អ្នកប៉ុន្តែព្រំដែនមិនមែនជាជញ្ជាំងទេពួកគេជាទ្វារពួកគេមិនរុញចូលមនុស្សទេពួកគេការពារសន្តិភាពរបស់អ្នកអនុវត្តការនិយាយថាអត់ដោយមិនសុំទោសចាប់ផ្ដើមពីតូចរបស់អ្នកប្រសិនបើចាំបាច់អត់ចំពោះកិច្ចព្រមព្រៀងហួសហេតុអត់ចំពោះការសន្ទនាពលអត់ចំពោះការមិនគោរពរាល់ពេលដែលអ្នករក្សាព្រំដែនរបស់អ្នកកសាងទំនុកចិត្តឡើងវិញជាមួយខ្លួនឯងអ្នកផ្ញើសារទៅខ្លួនឯងខ្ញុំស័ក្តិសមនឹងការគោរពអត់ទោសឲ្យខ្លួនឯងដែលនៅយូរពេកដែលមិនបានឃើញវាលឿនជាងនេះចំពោះការជឿលើការកុហករបស់ពួកគេការងើបឡើងពីអត្តសញ្ញាណគឺជាចង្វាក់ដ៏ធ្ងន់ដែលចងអ្នកទៅកាន់អតីតកាលប៉ុន្តែអ្នកមិនទន់កំសោយទេអ្នកមានសង្ឃឹមអ្នកមិនមែនអ្នកខ្វាក់បណ្ឌិតទេអ្នកគឺជាអ្នកស្មោះត្រង់អ្នកមិនមែនជាអ្នកក្លឹងក្លោវទេអ្នកគឺជាមនុស្សម្នាក់អ្នកបានខំប្រឹងប្រែងអស់សមត្ថភាពជាមួយនឹងអ្វីដែលអ្នកដឹងនៅពេលនោះឥឡូវនេះអ្នកដឹងច្រើនជាងអ្នកអាចធ្វើបានល្អជាងផ្ដល់គុណតម្លាក់នៅខ្លួនឯងការព្យាបាលមិនមែននិយាយអំពីការបណ្ដេញទោសអ្នកចាស់នោះទេវានិយាយអំពីការផ្ដល់អំណាចដល់អ្នកថ្មីរក្សាខ្លួនឲ្យបានសុវត្ថិភាពផ្លូវចិត្តការព្យាបាលកើតឡើងនៅក្នុងបរិយាកាសដែលមានអារម្មណ៍ថាមានការថែទាំនិងមិនវិនិច្ឆ័យចំណាយពេលជាមួយមនុស្សដែលមើលឃើញអ្នកយ៉ាងច្បាស់និងស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅស្វែងរកទំនាក់ទំនងដែលស្ងប់ស្ងាត់ស្ថិរភាពនិងយកចិត្តទុកដាក់សូមកត់សម្គាល់ពីអារម្មណ៍នៃការនៅជាមួយនរណាម្នាក់ដែលស្ដាប់ដោយមិនរំខានគាំទ្រដោយគ្មានលក្ខខណ្ឌនិងគោរពដោយគ្មានការគ្រប់គ្រងទាំងនេះគឺជាទំនាក់ទំនងដែលនឹងជួយអ្នកកសាងឡើងវិញអនុញ្ញាតឲ្យពួកគេចូលវិនិយោគលើការតខ្លួនឯងទំនាក់ទំនងពលផ្ដាច់អ្នកមិនត្រឹមតែពីអ្នកដទៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងពីខ្លួនឯងផងដែរអ្នកបាត់បង់ទំនាក់ទំនងជាមួយអ្វីដែលអ្នករីករាយអ្វីដែលអ្នកជឿអ្វីដែលអ្នកត្រូវការឥឡូវនេះជាពេលវេលាដើម្បីស្វែងរកឡើងវិញនៅរឿងនោះអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានជីវិតអ្វីដែលធ្វើឲ្យព្រលឹងអ្នកស្ងប់អ្វីដែលជំរុញអ្នកឲ្យជំរុញអ្នកមិនថាវាជាការសរសេរកំណត់ហេតុប្រចាំថ្ងៃសិល្បៈធម្មជាតិឬពេលវេលាស្ងប់ស្ងាត់តែម្នាក់ឯងទេចូលចំណាយពេលភ្ជាប់ទំនាក់ទំនងជាមួយស្នូលរបស់អ្នកឡើងវិញអ្នកមិនមែនជាការឆ្លុះបញ្ចាំងពីភាពងងឹតរបស់ពួកគេទេអ្នកគឺជាប្រភពនៃពន្លឺផ្ទាល់ខ្លួនរបស់អ្នកការព្យាបាលឬការបង្វឹកក៏អាចជាឧបករណ៍ដ៏មានឥទ្ធិពលនៅក្នុងដំណើរព្យាបាលរបស់អ្នកផងដែរអ្នកជំនាញអាចជួយអ្នកស្រាយលំនាំដំណើរការឈឺចាប់និងកសាងគ្រឹះអារម្មណ៍របស់អ្នកឡើងវិញវាមិនមែនជាភាពទន់ខ្សោយក្នុងការសុំជំនួយនោះទេវាជាប្រាជ្ញាការព្យាបាលមិនមែនជាបេសកកម្មតែម្នាក់ឯងទេមគ្គុទ្ទេសក៍ត្រឹមត្រូវអាចជួយអ្នកឲ្យមើលឃើញផែនទីបានយ៉ាងច្បាស់ចូលអត់ធ្មត់ការព្យាបាលមិនមែនជារឿង linear ទេពេលខ្លះអ្នកនឹងមានអារម្មណ៍រឹងមាំហើយពេលខ្លះទៀតការចងចាំនឹងត្រឡប់មកវិញដូចរលកមិនអីទេអ្នកមិនកំពុងដើរថយក្រោយទេអ្នកជាមនុស្សរបួសផ្លូវចិត្តជាសះស្បើយជាស្រទាប់រលកនីមួយៗគឺជាការរំលឹកអំពីចម្ងាយដែលអ្នកបានមកដល់មិនមែនចម្ងាយដែលអ្នកបានធ្លាក់ចុះនោះទេបន្តទៅមុខទៀតអបអរសាទរវឌ្ឍនាភាពរបស់អ្នកក៏សម្គាល់ជ័យជំនះតូចៗនៅពេលដែលអ្នកនិយាយថាទេដោយគ្មានកំហុស
នៅពេលដែលអ្នកទទួលស្គាល់ទុំក្រហមតាំងពីដំបូងនៅពេលដែលអ្នកនិយាយដោយសប្បុរសធម៌ទៅកាន់ខ្លួនឯងបន្ទាប់ពីគ្រាលំបាកការផ្លាស់ប្ដូរតូចៗទាំងនេះគឺជាសញ្ញានៃគ្រឹះថ្មីដែលកំពុងត្រូវបានសាងសង់អ្នកលែងមានប្រតិកម្មទៀតហើយអ្នកកំពុងឆ្លើយតបអ្នកលែងរស់រានមានជីវិតទៀតហើយអ្នកកំពុងរីកចម្រើនការព្យាបាលពីមនុស្សពិបាកមិនមែនគ្រាន់តែជាការជាសះស្បើយនោះទេវានិយាយអំពីការផ្លាស់ប្ដូរវានិយាយអំពីការក្លាយជាមនុស្សដែលមានការយល់ដឹងកាន់តែច្រើនមានភាពធន់ជាងមុននិងមានអំណាចជាងមុនវានិយាយអំពីការសរសេររឿងឡើងវិញអ្នកធ្លាប់ឈឺចាប់ប៉ុន្តែអ្នកមិនបាក់បែកទេអ្នកត្រូវបានគេរៀបចំប៉ុន្តែអ្នកមិនមែនគ្មានអំណាចទេអ្នកត្រូវបានគេមិនគោរពប៉ុន្តែអ្នកមានតម្លៃយ៉ាងខ្លាំងសូមឲ្យសេចក្តីពិតនោះចាក់ឬនៅក្នុងចិត្តរបស់អ្នកនៅក្នុងជំពូកបន្ទាប់យើងនឹងស្វែងរកពីសិល្បៈនៃការផ្ដាច់ខ្លួនរបៀបឈប់ចាត់ទុករឿងផ្ទាល់ខ្លួននិងទាមទារអំណាចរបស់អ្នកឡើងវិញអ្នកនឹងរៀនពីរបៀបបន្ធូរអារម្មណ៍ពីអកប្បកិរិយាលំបាករក្សាសន្តិភាពនៅក្នុងភាពវវេនិងងើបឡើងពីលើអន្ត្រាបនៃការស្ដីទោសនិងប្រតិកម្មជំពូកបាប់សិល្បៈនៃការផ្ដាច់ខ្លួនរបៀបឈប់ចាត់ទុករឿងផ្ទាល់ខ្លួននិងទាមទារអំណាចរបស់អ្នកឡើងវិញមេរៀនដ៏លំបាកបំផុតនៅពេលដោះស្រាយជីវមនុស្សពិបាកគឺរៀនពីរបៀបផ្ដាច់ខ្លួនចេញពីអារម្មណ៍ដោយមិនផ្ដាច់ខ្លួនចេញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកមនុស្សពិបាកច្រើនតែរីកចម្រើនលើប្រតិកម្មយុគយងពួកគេចុចប៊ូតុងរបស់អ្នកពីព្រោះប្រតិកម្មរបស់អ្នកចិញ្ចឹមការគ្រប់គ្រងរបស់ពួកគេនៅពេលដែលអ្នកយករឿងផ្ទាល់ខ្លួនអ្នកប្រដុលអំរាយរបស់អ្នកទៅឲ្យពួកគេអ្នកជាប់ក្នុងវឹកចកនៃកំហឹងការឈឺចាប់និងការផាន់ច្រឡំការផ្ដាច់ខ្លួនមិនមែននិយាយអំពីការកក់កញ្ចក់ឬប្រងនិកត្រងោលនោះទេវានិយាយអំពីការទាមទារអំណាចអធិបតេយ្យអារម្មណ៍របស់អ្នកឡើងវិញដើម្បីអ្នកឆ្លើយតបដោយមានភាពច្បាស់លាស់មិនមែនភាពវវេនោះទេការផ្ដាច់ខ្លួនចាប់ផ្ដើមពីទស្សនវិស័យចងចាំថាអកប្បកិរិយារបស់ពួកគេនិយាយច្រើនអំពីពួកគេជាងវានិយាយអំពីអ្នកនៅពេលដែលមនុស្សពោលប្រមាថឬរិះគន់វាកម្រនិយាយអំពីតម្លៃពិតរបស់អ្នកណាវាជាការឆ្លុះបញ្ចាំងពីភាពមិនស្រួលការភ័យខ្លាចឬតម្រូវការរបស់ពួកគេនៅពេលដែលអ្នកយល់រឿងនេះវាកាន់តែងាយស្រួលក្នុងការមិនយកពាក្យសម្ដីរបស់ពួកគេមកពិចារណាជាតិពោលរបស់ពួកគេគឺជាបន្ទុករបស់ពួកគេមិនមែនជារបស់អ្នកទេការងាររបស់អ្នកគឺត្រូវកាន់តែអ្វីដែលជាកម្មសិទ្ធិរបស់អ្នកអនុវត្តស្មារតីដើម្បីរក្សាភាពរឹងមាំនៅក្នុងពេលបច្ចុប្បន្ននៅពេលដែលមនុស្សពិបាកម្នាក់ជំរុញអ្នកសូមកត់សម្គាល់អារម្មណ៍នៅក្នុងខ្លួនរបស់អ្នកដោយមិនវិនិច្ឆ័យមានអារម្មណ៍ថាកំហឹងទុក្ខព្រួយឬការថប់បារម្ភគឺជាភ្ញៀវបណ្ដោះអាសន្នមិនមែនជាលំនៅអចិន្ត្រៃយ៍ទេដាក់ស្លាកអារម្មណ៍របស់អ្នកដោយស្ងៀមស្ងាត់នេះគឺជាកំហឹងនេះគឺជាភាពមិនស្រួលដោយការសង្កេតដោយគ្មានប្រតិកម្មអ្នកបង្កើតចន្លោះរវាងការរំញោចនិងការឆ្លើយតបការផ្អាកនេះគឺជាអំណាចរបស់អ្នកវាអនុញ្ញាតឲ្យអ្នកជ្រើសរើសពីរបៀបធ្វើសកម្មភាពជាជាងប្រតិកម្មដោយមិនដឹងខ្លួនបង្កើតព្រំដែនអារម្មណ៍ដែលការពារសន្តិភាពខាងក្នុងរបស់អ្នកស្រមៃមើលខៀវមួយនៅជុំវិញអ្នកដែលបញ្ឈប់ភាពអវិជ្ជមានពីការជ្រៀតចូលស្នួលរបស់អ្នកអាចស្រមៃមើលវាជាពពុះពន្លឺបន្ទីឬរូបភាពណាមួយដែលបន្លឺឡើងនៅពេលដែលមនុស្សពិបាកវាប្រហារខៀវនេះស្រូបយកផលប៉ះពាល់ហើយវាឲ្យបកវិញសន្តិភាពរបស់អ្នកមិនអាស្រ័យលើការយល់ព្រមឬអកប្បកិរិយារបស់ពួកគេទេវាត្រូវបានចងនៅក្នុងខ្លួនអ្នករំលឹកខ្លួនឯងជារៀងរាល់ថ្ងៃពាក្យសម្ដីរបស់ពួកគេមិនកំណត់ខ្ញុំទេរៀនឆ្លើយតបជំនួសឲ្យប្រតិកម្មមានន័យថាអ្នកត្រូវបានជំរុញដោយអារម្មណ៍ដែលជារឿយៗបង្កើនជម្លោះការឆ្លើយតបមានន័យថាអ្នកចូលរួមដោយចេតនានិងភាពស្ងប់ស្ងាត់ឧទាហរណ៍ប្រសិនបើនរណាម្នាក់រិះគន់អ្នកដោយអយុត្តិធម៌ជំនួសឲ្យការតបតវិញសូមដកដង្ហើមវែងៗហើយនិយាយថាខ្ញុំឮទស្សនៈរបស់អ្នកការឆ្លើយតបអព្យាក្រឹតនេះបំបត្តិភាពតានតឹងនិងរក្សាអ្នកគ្រប់គ្រងតាមពេលវេលាការអនុវត្តប្រតិកម្មហួសហេតុឆ្លើយតបធ្វើឲ្យខួរក្បាលរបស់អ្នកដំណើរការឡើងវិញដើម្បីដោះស្រាយការជួបប្រទះដ៏លំបាកដោយភាពថ្លៃថ្នូរជៀសវាងអន្ទាក់នៃការធ្វើឲ្យមានលក្ខណៈផ្ទាល់ខ្លួនដោយសួរអំពីការសន្មត់របស់អ្នកនៅពេលដែលនរណាម្នាក់និយាយឬធ្វើអ្វីមួយដែលឈឺចាប់សួរខ្លួនឯងថាតើនេះពិតជាអំពីខ្ញុំឬវាអំពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេប្រឈមនឹងនីតិកថាដែលចិត្តរបស់អ្នកបង្កើតមនុស្សពិបាកច្រើនតែបញ្ចេញបញ្ហារបស់ពួកគេទៅលើអ្នកដទៃតាមរយៈការសួរសំណួរអំពីរឿងរ៉ាវផ្លូវចិត្តទាំងនេះអ្នកកាត់បន្ថយផលប៉ះពាល់ផ្លូវចិត្តរបស់ពួកគេ
ការផ្ដាច់ខ្លួនគឺជាជំនាញមួយដែលរីកចម្រើនដោយមានការយល់ដឹងនិងការអនុវត្តប្រើការអះអាងដើម្បីពង្រឹងតម្លៃខ្លួនឯងនិងការផ្ដាច់ខ្លួនរបស់អ្នកនិយាយឃ្លាដដែលថាខ្ញុំមិនទទួលខុសត្រូវចំពោះអារម្មណ៍របស់អ្នកដទៃទេខ្ញុំជ្រើសរើសសន្តិភាពជាជាងជម្លោះឬខ្ញុំប្រឡែងអ្វីដែលមិនបម្រើខ្ញុំការអះអាងទាំងនេះរៀបចំកម្មវិធីឡើងវិញនៃចិត្តសម្លុតរបស់អ្នកដែលជួយអ្នកឲ្យរួចផុតពីវដ្តចក្រអារម្មណ៍ពុលនិយាយវាជារៀងរាល់ថ្ងៃជាពិសេសបន្ទាប់ពីអន្តរកម្មដ៏លំបាកដើម្បីទាមទារអំណាចរបស់អ្នកវិញដឹងថាពេលណាត្រូវដែរចេញការផ្ដេចខ្លួនមិនមានន័យថាអាថមចំពោះការអាក្រក់ប្រហារឬការប្រព្រឹត្តមិនល្អទេពេលខ្លះជំរឿដ៏មានសុខភាពបំផុតគឺការដកខ្លួនអ្នកទាំងផ្លូវកាយនិងផ្លូវអារម្មណ៍សុខភាពរបស់អ្នកត្រូវតែជាអតិភិបបំបត្តិជារៀងរាល់ថ្ងៃអនុវត្តការដឹងគុណដើម្បីផ្លាស់ប្ដូរការភ្ជាប់ផ្ទុំពីភាពអវិជ្ជមានទៅកាន់ភាពបរិបូរណ៍មនុស្សពិបាកអាចធ្វើឲ្យវិសញ្ញៈរបស់អ្នកត្រូវអំដែលថតសម្ដីរបស់ពួកគេធ្វើឲ្យពិបាកមើលឃើញអ្វីដែលល្អនៅក្នុងជីវិតអ្នកធ្វើវាឲ្យคล้ายជាទម្លាប់ដើម្បីសរសេរចោះឬឆ្លោះបញ្ចាំងអំពីរឿងដែលអ្នកដឹងគុណជារៀងរាល់ថ្ងៃការដឹងគុណពង្រឹងភាពរឹងមាំអារម្មណ៍របស់អ្នកនិងរំលឹកអ្នកថាសុខភាពរបស់អ្នកមិនអាស្រ័យទៅលើអាកប្បកិរិយារបស់អ្នកដទៃទេចងចាំថាការផ្ដាច់ខ្លួនគឺជាដំណើរមិនមែនជាគោលដៅទេនឹងមានថ្ងៃដែលអ្នកមានអារម្មណ៍ថាត្រូវបានជំរុញនឹងប្រតិកម្មហើយវាក៏មិនអីដោយការពិតនោះដែរការវត្តវត្តត្រូវបានធ្វើឡើងមួយជំហានម្ដងមួយជំហានរាល់ពេលដែលអ្នកជ្រើសរើសសន្តិភាពជាជាងឈឺចាប់ការច្បាស់លាស់ជាជាងការច្របល់អ្នកកំពុងពង្រឹងសាច់ដុំអារម្មណ៍របស់អ្នកយូរទៅមនុស្សពិបាកនឹងបាត់បង់អំណាចរបស់ពួកគេក្នុងការគ្រប់គ្រងពិភពខាងក្នុងរបស់អ្នកនៅក្នុងជំពូកបន្ទាប់យើងនឹងចូលទៅក្នុងយុទ្ធសាស្ត្រទំនាក់ទំនងដ៏មានប្រសិទ្ធភាពដោយប្រែក្លាយចំនួនទៅជាការតបតអ្នកនឹងរៀនពីរបៀបរុករកការសន្ទនាដ៏លំបាកដោយមានទំនុកចិត្តកំណត់ព្រំដែនយ៉ាងរឹងមាំនិងប្រែក្លាយការប្រឈមមុខដាក់គ្នាទៅជាឱកាសសម្រាប់ការយល់ដឹងនិងការរីកចម្រើនជំពូក11ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពការប្រែក្លាយជំលក់ទៅជាការតបតនៅពេលដោះស្រាយជាមួយមនុស្សពិបាកការទំនាក់ទំនងគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតរបស់អ្នកជំនួសឲ្យការក្រានឡើងនៃជំលក់អ្នកអាចប្រើការសន្ទនាដែលច្បាស់លាស់ស្ងប់ស្ងាត់និងគោរពដើម្បីបង្កើតការយល់ដឹងចាប់ផ្ដើមដោយការស្ដាប់យ៉ាងសកម្មស្ដាប់អ្វីដែលអ្នកដទៃកំពុងនិយាយដោយមិនរំខានឬរៀបចំផែនការឆ្លើយតបរបស់អ្នកនេះបង្កើតទំនុកចិត្តនិងបន្ថយការការពារប្រើសេចក្តីថ្លែងការណ៍ភ្នែកដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកដោយមិនបន្ទោសឧទាហរណ៍និយាយថាខ្ញុំមានអារម្មណ៍តូចចិត្តនៅពេលដែលកិច្ចប្រជុំចាប់ផ្ដើមយឺតជំនួសឲ្យការនិយាយថាអ្នកតែងតែមកយឺតនេះកាត់បន្ថយការការពារខ្លួននិងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរក្សាសំឡេងរបស់អ្នកឲ្យស្ងប់ហើយជៀសវាងការចំអកឬកំហឹងកំណត់ព្រំដែនយ៉ាងម៉ឺងម៉ាត់ដោយបញ្ជាក់ពីអាកប្បកិរិយាដែលអ្នកនឹងមិនទទួលយកនិងផលវិបាកប្រសិនបើព្រំដែនទាំងនោះត្រូវបានឆ្លងកាត់ត្រូវមានភាពស៊ីសង្វាក់គ្នានិងបន្តតាមដានប្រសិនបើការសន្ទនាឡើងកម្ដៅសូមស្នើឲ្យសម្រាកដើម្បីបន្ធូរអារម្មណ៍និងចូលមកពិភាក្សាម្ដងទៀតនេះជួយជៀសវាងការនិយាយអ្វីដែលអ្នកអាចសោកស្ដាយចងចាំថាគោលដៅមិនមែនដើម្បីឈ្នះទេប៉ុន្តែដើម្បីស្វែងរកចំណុចរួមឬយ៉ាងហោចណាស់គោរពភាពខុសគ្នាយូរទៅយុទ្ធសាស្ត្រទំនាក់ទំនងទាំងនេះអាចប្រែក្លាយទំនាក់ទំនងដ៏លំបាកទៅជាទំនាក់ទំនងដែលអាចគ្រប់គ្រងកាន់តែល្អជួនកាលថែមទាំងវិជ្ជមានទៀតផងជំពូកចុងក្រោយអោបក្រសោបការរីកចម្រើនប្រែក្លាយបញ្ហាប្រឈមទៅជាកម្លាំងការដោះស្រាយជាមួយមនុស្សពិបាកមិនដែលងាយស្រួលនោះទេប៉ុន្តែវាដល់នូវឱកាសដ៏មានឥទ្ធិពលបំផុតសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនរាល់បញ្ហាប្រឈមបង្រៀនអ្នកអ្វីមួយអំពីការអត់ធ្មត់ភាពធន់និងការយល់ដឹងអំពីខ្លួនឯងនៅពេលដែលអ្នកប្រឈមមុខនឹងអន្តរកម្មដ៏លំបាកដោយភាពក្លាហាននិងចេតនាអ្នកកាន់តែរឹងមាំឆ្លាតជាងមុននិងមានចិត្តអាណិតអាសូរកាន់តែខ្លាំងមិនត្រឹមតែចំពោះអ្នកដទៃប៉ុណ្ណោះប៉ុន្តែថែមទាំងចំពោះខ្លួនឯងផងដែរចងចាំថាអ្នកមិនអាចគ្រប់គ្រងអាកប្បកិរិយារបស់អ្នកដទៃបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការឆ្លើយតបរបស់អ្នកការជ្រើសរើសសន្តិភាពជាជាងចំនួនការយល់ដឹងជាជាងការវិនិច្ឆ័យនិងព្រំដែនជាជាងការអត់ឱនបង្កើតអំណាចខាងក្នុងរបស់អ្នកមនុស្សពិបាកនឹងមានជានិច្ចប៉ុន្តែពួកគេមិនចាំបាច់គ្រប់គ្រងសុភមង្គលឬសន្តិភាពនៃចិត្តរបស់អ្នកទេប្រើអ្វីដែលអ្នកបានរៀនការព្យាបាលអារម្មណ៍ការផ្ដាច់ខ្លួនការទំនាក់ទំនងនិងព្រំដែនដើម្បីបង្កើតជីវិតដែលអ្នករីកចម្រើនទោះបីជាមានបញ្ហាប្រឈមក៏ដោយអបសរសើរវឌ្ឍនភាពរបស់អ្នកអភិយាយទោសឲ្យខ្លួនឯងចំពោះកំហុសហើយបន្តរីកចម្រើនដំណើររបស់អ្នកជាមួយមនុស្សពិបាកក៏ជាដំណើរមួយទៅកាន់ខ្លួនឯងផងដែរ
ផ្លូវមួយដើម្បីក្លាយទៅជាខ្លួនឯងដ៏រឹងមាំនិងពិតប្រាកដជាងគេអោបក្រសោកវាឲ្យបាំងពេញលេញសូមអរគុណសម្រាប់ការស្ដាប់ហើយសូមឲ្យផ្លូវរបស់អ្នកពោរពេញទៅដោយសន្តិភាពការច្បាស់លាស់និងកម្លាំង